សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Snow Sai ជាថ្មីថ្ងៃនេះខ្ញុំនឹងនាំយកខ្សែភាពយន្តមួយដែលមានចំណងជើងថា Starry Eyes ដែលបានចេញផ្សាយនៅក្នុងឆ្នាំ2014គឺជាប្រភេទខ្សែភាពយន្តរន្ធត់ដែលបាននិយមពីនារីម្នាក់មានបំណងចង់ក្លាយជាតារាសម្ដែងខ្លាំងមែនទែនខំដាក់ពាក្យទៅកាន់គ្រប់ផលិតកម្មប៉ុន្តែនាងអត់ដែលទទួលបានជោគជ័យនោះឡើយនៅថ្ងៃមួយនាងក៏ស្រាប់តែបានឃើញផលិតកម្មដ៏ចម្លែកមួយបានជូនដំណឹងនៅតាមអ៊ីនធឺណិតប៉ុន្តែមុននឹងសម្រេចក្តីប្រាថ្នាឲ្យនារីម្នាក់នេះក្លាយទៅជាតារាល្បីបានគឺតម្រូវឲ្យនាងធ្វើរឿងមួយដែលនឹកស្មានមិនដល់ដោយនាងមិនបានដឹងនោះទេថាក្រុមផលិតកម្មមួយនោះគឺជាពួកសាសនាសាតាំងឬជាពួក Illuminati ដែលតម្រូវឲ្យនាងបូជាដួងព្រលឹងចិត្តគំនិតនិងរាងកាយរបស់នាងទាំងអស់ដើម្បីភាពល្បីល្បាញនិងកេរ្តិ៍ឈ្មោះមួយនោះព្រមទាំងអ្វីៗទាំងអស់ដែលនាងចង់បានតោះប្រិយមិត្តអរគ្នាចង់ដឹងថាតើខ្សែភាពយន្តនេះរន្ធត់យ៉ាងណាទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នារឿងនេះបានកើតឡើងទៅលើនារីម្នាក់ដែលមានឈ្មោះថា Sarah Walker ដែលកំពុងតែឆ្លុះមើលកញ្ចក់សម្លឹងមកកាន់រូបរាងខ្លួនឯង Sarah នាងមានមហិច្ឆតាដ៏ធំមួយគឺចង់ក្លាយជាតារាសម្ដែង Hollywood ដ៏ល្បីឈ្មោះម្នាក់នាងតែងតែដាក់ពាក្យដើម្បីធ្វើតេស្ត casting ជាច្រើនលើកជាច្រើនសារប៉ុន្តែគ្រប់ក្រុមហ៊ុនទាំងអស់ដែលនាងបានដាក់ហ្នឹងគឺគ្មានក្រុមហ៊ុនណាមួយជ្រើសរើសនាងយកទៅធ្វើជាតួសម្ដែងនោះឡើយបានទោះបីជាសារ៉ានាងមានទេពកោសល្យសម្ដែងក៏ពិតមែនប៉ុន្តែសប្តាហ៍ថ្ងៃនាងធ្វើការនៅក្នុងភោជនីយដ្ឋានដ៏តូចមួយសប្តាហ៍ថ្ងៃសារ៉ានាងរស់នៅជាមួយនឹងមិត្តភ័ក្តិរបស់នាងមួយក្រុមជុំគ្នានៅក្នុងអាផាតមិនដ៏តូចមួយដែលក្រុមរបស់សារ៉ាគឺសុទ្ធតែមានបំណងដើម្បីផលិតរឿងមួយជាមួយគ្នាប៉ុន្តែសារ៉ានាងគឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាធំមែនទែនគឺនាងចង់ធ្វើការនិងធ្វើជាតួសម្ដែងនៅក្នុងក្រុមហ៊ុនដ៏ធំមួយថ្ងៃមួយនៅឯផ្ទះសារ៉ាក៏បានឃើញព័ត៌មានពីការជ្រើសរើសនារីដើម្បី casting ឲ្យផលិតកម្មមួយហើយបើសិនជានារីម្នាក់នោះជាប់នារីនោះនឹងធ្វើជាតួឯកប្រចាំផលិតកម្មមួយនោះតែម្ដងដែលផលិតកម្មនោះវាចម្លែកមែនទែនហើយពួកគេនឹងគ្រោងផលិតរឿងដ៏រន្ធត់មួយដែលមានចំណងជើងថា The Silver Scream ហើយត្រូវបានផលិតកម្មដែលមានឈ្មោះថា A-Street Picture គឺជាអ្នកផលិតដែលទំនងជាក្រុមហ៊ុនដ៏ធំនិងល្បីឈ្មោះប៉ុន្តែបើយើងឮឈ្មោះ A-Street Picture មួយនេះវាពិតជាចម្លែកមែនទែនហើយបង្កប់ទៅដោយអត្ថន័យគួរឲ្យខ្លាចយ៉ាងចឹងសារ៉ាឃើញឱកាសល្អបែបនេះនាងមិនបានឆែកប្រវត្តិក្រុមហ៊ុននោះមុនទេក៏ប្រញាប់អាប់ឡូតប្រវត្តិរបស់នាងចូលទៅនៅយប់មួយកំពុងតែជប់លេងជាមួយនឹងមិត្តភ័ក្តិភ្លាមនោះទូរស័ព្ទរបស់នាងក៏បានរោឡើងដោយសារ៉ាត្រូវបានផលិតកម្ម A-Street Picture ជ្រើសរើសនាងទៅធ្វើតេស្តសម្ដែងសម្រាប់ខ្សែភាពយន្ត The Silver Scream របស់ពួកគេ Tracy មិត្តភ័ក្តិរបស់នាងម្នាក់នេះរំភើបត្រេកអរមែនទែននៅថ្ងៃបន្ទាប់ Sarah ក៏បានមកដល់ក្រុមហ៊ុនមួយនោះដែលធំមែនទែនហាក់ដូចជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយកំពុងតែអង្គុយទៅទិញប្រូនេះនាងក៏បានឃើញនារីម្នាក់បានចេញពីបន្ទប់ audition ទាំងយំសោកដែលលទ្ធផលរបស់នារីម្នាក់នោះបានធ្លាក់បាត់ហើយនាងភ័យមែនទែនពីព្រោះថាបបពិសោធន៍របស់នាងកន្លងមកគឺតែងតែធ្លាក់រហូតបន្តិចក្រោយមកនារីម្នាក់ក៏បានហៅឈ្មោះសារ៉ានាងក៏បានដើរចូលទៅក្នុងបន្ទប់ audition ដោយជឿជាក់មែនទែនដោយក្នុងនោះយើងឃើញមានមនុស្សពីរនាក់ដែលបរិសម្នាក់នេះគឺជា casting director ហើយនិងស្ត្រីចំណាស់ម្នាក់នេះគឺជាជំនួយការរបស់គេប៉ុន្តែទាំងពីរនាក់នេះបញ្ចេញរកពៀនិងការនិយាយចម្លែកមែនទែនហាក់ដូចជាគ្មានព្រលឹងវិញ្ញាណក្នុងខ្លួនអញ្ចឹងគឺមានតែស្បកខ្លួនណាទាំងអស់គ្នាបរិសម្នាក់នេះចម្លែកជាខ្លាំងដោយប្រាប់សារ៉ាថាមិនបាច់ខាតពេលណែនាំខ្លួនអីនោះទេឆាប់បញ្ញាប់បញ្ចេញទេពកោសល្យរបស់នាងចេញមកសារ៉ាលឺអញ្ចឹងក៏បញ្ចេញទេពកោសល្យសម្ដែងរបស់នាងដោយការសម្ដែងនិងការនិយាយរបស់សារ៉ាចេញមកគឺអត់មានភ្លេចអីសូម្បីតែមួយពាក្យគឺល្អឥតខ្ចោះតែម្ដងបន្ទាប់ពីបញ្ចប់ការ casting មួយនេះរួចទាំងពីរនាក់នេះក៏បាននិយាយថាបានហើយសារ៉ាពេលវេលារបស់នាងចប់ហើយនាងអាចចេញទៅបានហើយដោយពួកគេមិនបានបញ្ចេញអារម្មណ៍កោតសរសើរឬក៏លើកទឹកចិត្តសារ៉ាអីនោះទេប៉ុន្តែបែរជាឲ្យសារ៉ានឹងចាំពួកគេហើយពួកគេនឹងផ្ដល់ដំណឹងនៅថ្ងៃណាមួយសារ៉ានាងចាប់ផ្ដើមបាក់ទឹកចិត្តយ៉ាងខ្លាំងពីព្រោះដឹងថាក្តីសង្ឃឹមរបស់នាងត្រូវបានបញ្ចប់ពេលនេះហើយនាងទប់មែនតើដល់ពេលដែលចូលទៅក្នុងបន្ទប់ទឹកនាងចាប់ផ្ដើមស្រែកហើយបោករបស់របរឡើងពេញនឹង
ដែលទម្លាប់របស់សារ៉ានៅពេលដែលនាងខឹងម្ដងគឺនាងតែងតែបោយសក់ខ្លួនឯងដោយមកទាំងក្តាប់ដល់ពេលដែលមានអារម្មណ៍ធូរស្រាលហើយនាងក៏បានបើកទ្វារចេញមកវិញបើកទ្វារក្រាស់ក៏ស្រាប់តែឃើញយាយនេះមិនដឹងឈរតាំងពីពេលណាសារ៉ានាងឡើងភ័យហើយយាយនេះក៏និយាយថាអូសារ៉ាពួកយើងយល់ច្រឡំហើយប្រហែលជាពួកយើងនៅមិនទាន់ស្គាល់គ្រប់យ៉ាងច្បាស់ពីនាងទេមើលទៅយាយនឹងក៏បានហៅសារ៉ាទៅបន្ទប់ audition ម្ដងទៀតយាយនេះក៏បានសួរថាសារ៉ាមិញនេះនាងបានធ្វើអីគេនៅក្នុងបន្ទប់ទឹកនោះពួកយើងចង់ឃើញពីសកម្មភាពដែលនាងបោយសក់ខ្លួនឯងនោះម្ដងទៀតមែនតើពីព្រោះថាគ្មាននរណាម្នាក់ធ្វើល្អឥតខ្ចោះដូចជានាងមិញហ្នឹងទេសារ៉ានាងឆ្ងល់មែនតើប៉ុន្តែដោយឃើញគេស្នាបែបនេះនាងក៏ចាប់ផ្ដើមធ្វើសកម្មភាពដោយបោយសក់ខ្លួនឯងមិញហ្នឹងឲ្យពួកគេបានឃើញភ្លាមអ្នកទាំងអស់គ្នាកុំភ្លេចសម្គាល់ពីសកម្មភាពរបស់ពួកគេពីរនាក់នេះផងដោយគ្រាន់តែឃើញសារ៉ាដេកននីលយំបោយសក់ខ្លួនឯងនេះពួកនេះក៏នាំគ្នាឈ្ងោកមើលសារ៉ាទាំងចម្លែកដល់ពេលដែលមើលអស់ចិត្តហើយពួកគេក៏និយាយថាសារ៉ាបានហើយនាងអាចត្រឡប់ទៅវិញបានហើយពួកយើងនឹងតាក់ទងទៅបើសិនជានាងជាប់ casting មួយនេះចំណែកសារ៉ាវិញពេលដែលចេញមកខាងក្រៅនាងមានអារម្មណ៍ថាភ័យខ្លាចហើយវិលវល់មែនតើព្រមទាំងចម្លែកក្នុងចិត្តយ៉ាងខ្លាំងចូលមកដល់ក្នុងបន្ទប់សារ៉ាចាប់ផ្ដើមមើលរូបថតតារាស្រី Hollywood ទាំងអស់នេះដែលនាងបានបិទពេញចាំងបន្ទប់ដែលសារ៉ានាងពិតជាចង់ខ្លាយដូចជាតារាទាំងអស់នោះកាន់តែខ្លាំងនៅថ្ងៃបន្ទាប់មកទៀតសារ៉ានាងកំពុងធ្វើការប៉ុន្តែភ្លាមនោះក៏មាននរណាម្នាក់ទេមកកាន់នាងហើយដឹងថាណាគេអត់ទាំងអស់គ្នាដែលនោះគឺជាក្រុមហ៊ុនផលិតកម្ម A-Street Picture ដែលពួកគេពិតជាចង់ឃើញពីការបង្ហាញសមត្ថភាពរបស់សារ៉ាសាជាថ្មីម្ដងទៀតសារ៉ាគ្រាន់តែបានឱកាសបែបនេះអារម្មណ៍របស់នាងគឺលែងនៅនឹងខ្លួនហើយនៅឈុតបន្ទាប់មកទៀតសារ៉ាក៏បានមកដល់បន្ទប់ audition ម្ដងទៀតប៉ុន្តែគ្រប់យ៉ាងគឺងងឹតស្លុបឃើញតែពន្លឺ spotlight ដែលជះចំមុខរបស់នាងតែប៉ុណ្ណោះសារ៉ានាងឆ្ងល់ថាម៉េចបានជាពួកគេធ្វើអីចម្លែកបែបនេះព្រាមនោះសំឡេងកឡោរបស់បារ៉ាដែលជា director នោះក៏បានចេញមកពីទីងងឹតមកថាសារ៉ាយើងចង់ឃើញគ្រប់យ៉ាងពីនាងអញ្ចឹងនាងមិនបាច់ធ្វើអ្វីទាំងអស់ដែលគ្រាន់តែឈរទៅបានហើយនាងឆាប់ដោះកៅអៅរបស់នាងចេញទៅសារ៉ាឮហើយនាងចាប់ផ្ដើមកាត់ចិត្តសង្ស័យហើយគិតថាក្រុមហ៊ុនមួយនេះហាក់បីដូចជាចង់បៀតបៀនរាងកាយរបស់នាងចឹងសារ៉ានាងអត់ព្រមទេប៉ុន្តែ director ម្នាក់នេះក៏និយាយវិញថាបើនាងពិតជាចង់សម្រេចក្តីសម័យមួយនោះពិតមែននាងពិតជាអាចធ្វើបាននឹងលះបង់អ្វីគ្រប់យ៉ាងដើម្បីធ្វើជាតួឯកស្រីនៅក្នុងផលិតកម្មរបស់យើងហើយតែចង់ជាប់វគ្គនេះនាងក៏យល់ព្រមដោះសម្លៀកបំពាក់របស់នាងឡើងអស់ពីខ្លួនគឺនរលគោកតែម្ដងទាំងអស់គ្នានៅក្នុងចំណោមមនុស្សដែលយើងអត់ដឹងថាមានប្រមាណអ្នកនោះទេពីព្រោះថាវាងងឹតខ្លាំងពេកហើយមូលហេតុដែលពួកគេឲ្យសារ៉ាដោះកៅអៅនោះទាំងអស់គ្នាគឺពួកគេចង់ដឹងថាដើម្បីភាពល្បីល្បាញនិងក្លាយជាតារា Hollywood ដ៏ល្បីម្នាក់តើសារ៉ានឹងហ៊ានធ្វើអ្វីគ្រប់យ៉ាងដែរឬទេដែលរួមមានដូចជាការលះបង់នៅចិត្តគំនិតភាពភ័យខ្លាចភាពខ្មាស់អៀនដួងចិត្តដួងបល័ងនិងរាងកាយរបស់នាងមកកាន់ពួកគេដែរឬទេដែលនៅត្រង់ឃ្លាទាំងអស់នេះបន្តិចទៀតប្រិយមិត្តទាំងអស់គ្នានឹងបានដឹងហើយពួកគេក៏និយាយមកវិញថាផលិតកម្មមួយនេះជ្រើសរើសតែអ្នកណាដែលហ៊ានលះបង់អ្វីគ្រប់យ៉ាងមកកាន់ពួកគេវិញតែប៉ុណ្ណោះហើយសារ៉ាវិញនាងយល់ព្រមធ្វើអ្វីគ្រប់យ៉ាងទាំងអស់ប៉ុន្តែនាងមិនបានដឹងនោះទេថាគោលការណ៍ដ៏ចម្លែកមួយនោះគឺជាអ្វីហើយបន្តិចទៀតនេះខ្ញុំនឹងបកស្រាយគ្រប់យ៉ាងឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹងពួកគេទាំងអស់នោះក៏និយាយថាសារ៉ាចាប់ពីពេលនេះទៅនាងនឹងត្រូវលះបង់ខ្លួនឯងកាលពីមុនចោលហើយនាងនឹងក្លាយទៅជាសារ៉ាថ្មីម្នាក់ទៀតគឺដូចជាការឡើងវិញចឹងឮតែប្រមាណឃ្លានេះសារ៉ានាងចាប់ផ្ដើមពុះកញ្ជ្រោលក្នុងចិត្តខ្លាំងមែនតើរួចក៏ស្រាប់តែសារ៉ាចាប់ផ្ដើមមានអារម្មណ៍សុខស្រួលហើយសប្បាយដែលហាក់ដូចជាមាននរណាម្នាក់ផ្សេងទៀតកំពុងតែស្ថិតនៅក្នុងខ្លួនរបស់សារ៉ាអញ្ចឹងបន្ទាប់ពីរួចរាល់ហើយយាយនេះក៏និយាយថាសារ៉ានាងគឺជាមនុស្សម្នាក់ដែលពួកយើងតាមរកតាំងពីយូរណាស់មកហើយសារ៉ានាងអមែនតែនប៉ុន្តែនាងបានឃើញយាយនេះពាក់ខ្សែករូបផ្កាយដែលហាក់ដូចជាខ្សែកតំណាងឲ្យសាសនាដ៏អាថ៌កំបាំងមួយអញ្ចឹងសាច់រឿងមួយនេះអត់ទាន់ប្រាប់យើងបានដឹងនោះទេថាពួកគេគឺជានរណាប៉ុន្តែខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបានដឹងពេលនេះតែម្ដងទៅថាក្រុមហ៊ុនឬក៏ផលិតកម្មដែលគ្រប់គ្រងដល់ពួកនេះតាមពិត
ពួកគេគឺជាក្រុមសាសនាសម្ងាត់ឬជាពួក Illuminati ដែលនិយាយរួមទៅគឺពួកគេគោរពសាសនាសាតាំងហើយពួកគេនឹងជ្រើសយកនរណាម្នាក់ដែលគ្មានសង្ឃឹមប៉ុន្តែមានមហិច្ឆតាធំធេងចង់ក្លាយទៅជាអ្វីមួយតាមបំណងប៉ុន្តែមុននឹងអាចទទួលបាននូវផលវាសនាទាំងអស់នោះបានអ្នកនោះត្រូវតែបូជានៅដួងបល្ល័ង្កវិញ្ញាណរាងកាយទាំងមូលឲ្យអស់ហើយពួកអ្នកដែលលះបង់រាងកាយរបស់ពួកគេកាលពីមុនចោលនឹងគ្មានវត្តមានទីនោះទេប៉ុន្តែជំនួសមកវិញដោយមនុស្សម្នាក់ថ្មីផ្សេងទៀតហាក់បីដូចជាការសារថ្មីអញ្ចឹងហើយអីដែលកាន់តែគួរឲ្យខ្លាចទៀតនោះក្រោយពីបានលះបង់អស់ហើយមនុស្សទាំងអស់នោះនឹងក្លាយទៅជាអ្នកដែលមានឥទ្ធិពលគេឈ្មោះល្បីល្បាញអំណាចឈ្នះអស់មេសត្រូវប៉ុន្តែលែងស្គាល់ថាខ្លួនឯងគឺជានរណាហើយបានធ្វើអ្វីខ្លះកាលពីមុនពួកគេនឹងត្រូវស្ថិតនៅក្រោមបញ្ជាអំណាចនៃពួកសាតាំងហើយអ្នកដែលទទួលបានមហិច្ឆតាទាំងអស់នោះនឹងក្លាយទៅជាទាសករពួកសាតាំងក្រុមហ៊ុនផលិតកម្មភាពយន្តនៅក្នុងរឿងនេះទាំងអស់គ្នាពួកគេមានក្រុមសាសនាសាតាំងជាកុលសម្ព័ន្ធមិនតែប៉ុណ្ណោះម្នាក់គឺសុទ្ធតែត្រូវបានលក់បលឹងដួងវិញ្ញាណបូជារាងកាយអស់បាត់ទៅហើយដែលអីដែលពួកគេនៅសល់នោះគឺជារូបកាយថ្មីបលឹងនិងចិត្តគំនិតគឺថ្មីទាំងអស់អំណាចកេរ្តិ៍ឈ្មោះភាពល្បីល្បាញហើយពួកគេនឹងក្លាយទៅជាសមាជិកនៃអ្នកដែលបានគោរពសាសនាសាតាំងនោះដែរដែលចាត់ទុកបិសាចសាតាំងដូចជាគ្រួសារពួកគេអញ្ចឹងគឺជាអាទិទេពនិងព្រះរបស់ពួកគេតោះប្រិយមិត្តអរគ្នាចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះសារ៉ាទៅទស្សនាវីដេអូនេះបន្តទៀតបន្ទាប់ពីត្រឡប់មកផ្ទះវិញសារ៉ានាងរំភើបជាខ្លាំងដោយប្រាប់មិត្តភ័ក្តិរបស់នាងថាអ្វីៗគ្រប់យ៉ាងគឺល្អមែនទែនមិនយូរមិនឆាប់ទេនាងនឹងអាចក្លាយទៅជាតារាល្បីមួយរូបបាននៅពេលល្ងាចឡើងរឿងល្អមួយក៏បានកាត់ឡើងសារជាថ្មីគឺសារ៉ាត្រូវបានដាយរេកទ័របរិសម្នាក់នោះទេមកកាន់នាងថាសកម្មភាពនិងទេពកោសល្យរស់រវើករបស់សារ៉ាពិតជាពិបាករកខ្លាំងណាស់ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យ producer ដែលជាម្ចាស់ក្រុមហ៊ុន A-Trace Picture នេះចង់ជួបនឹងសារ៉ាយ៉ាងខ្លាំងនៅយប់នេះសារ៉ានាងអរខ្លាំងមែនទែនក៏បញ្ញាប់រៀបចំខ្លួនដោយស្លៀកពាក់ឈុតពណ៌ក្រហមដ៏ស្រស់ស្អាតចេញមកក្រៅភ្លាមមិត្តភ័ក្តិរបស់នាងលាន់មាត់គ្រប់គ្នាថានាងស្អាតខ្លាំងណាស់ប៉ុន្តែមិត្តភ័ក្តិរបស់នាងឈ្មោះថា Aaron នេះក៏បាននិយាយថាឈុតនេះវាអត់ខ្លីពេកទៅដឹងឯសារ៉ាដែល Aaron និយាយមកនេះហាក់បីដូចជាបារម្ភចំពោះសារ៉ាមែនតើប៉ុន្តែសារ៉ានេះអត់ខ្វល់ទេក៏បានធ្វើដំណើរមកដល់អគារដ៏ធំមួយដែលមានសភាពងងឹតមែនតើគឺមានតែពន្លឺអំពូលផ្លុងភ្លាមនោះយាយជំនួយការម្នាក់នេះក៏បាននាំផ្លូវសារ៉ារហូតមកដល់បន្ទប់ការិយាល័យរបស់ producer ហើយសារ៉ានាងបានឃើញតាចាស់ម្នាក់ហើយតានឹងឯងគឺជា producer នៃក្រុមហ៊ុនមួយហ្នឹងតានេះមិនទាន់នឹងអីផងក៏បានចាប់ដៃសារ៉ាមកថើបសារ៉ាចម្លែកចិត្តជាខ្លាំងប៉ុន្តែអត់ហ៊ានប្រកាយទេហើយអីដែលតានេះពេញចិត្តសារ៉ានោះគឺត្រង់ឈុតដែលនាង casting សម្ដែងបោយសក់ខ្លួនឯងនោះទាំងអស់គ្នាគឺតានឹងពេញចិត្តកន្លែងនឹងជាងគេតានេះក៏និយាយទៀតថាសារ៉ាខ្ញុំចង់បង្ហាប់សាច់រឿង The Silver Scream ឲ្យនាងបានដឹងដែលតួអង្គនៅក្នុងរឿងមួយនោះតាក់ទងទៅនឹងនារីដ៏ស្រស់ស្អាតម្នាក់ដែលហ៊ានលះបង់សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យតាមមហិច្ឆតារបស់នាងបានសម្រេចអញ្ចឹងតាសារ៉ានឹងអាចដើរតួជានារីម្នាក់នោះបានអត់ដែលហ៊ានលះបង់សូម្បីតែរាងកាយព្រលឹងនិងអ្វីៗគ្រប់យ៉ាងដែលតាក់ទងនឹងខ្លួនប្រាណរបស់នាងតានេះក៏និយាយទាំងចម្លែកមកវិញថាខ្ញុំគិតរួចហើយគ្មាននារីណាម្នាក់ដែលស័ក្តិសមដើរតួល្អជាងនាងទេសារ៉ានាងឡើងអរពេលដែលដឹងថាខ្លួននឹងចិត្តបានធ្វើជាតារាដែលទើបនឹងរះភ្លាមនោះតានេះក៏បាយជាមកអង្គុយចិត្តសារ៉ាហើយក៏និយាយពាក្យគួយចម្លែកទៀតថាប៉ុន្តែសារ៉ានាងដឹងហើយមែនទេថាខ្ញុំចង់បានអីមុននឹងនាងទទួលបានមហិច្ឆតាមួយនោះថាហើយតានេះក៏បានលូកដៃចូលទៅក្នុងសម្ពុតរបស់សារ៉ាហើយក៏បានលាន់មាត់ទៀតថានាងដឹងឯសារ៉ាមិនងាយមានមនុស្សស្រីណាម្នាក់អាចចូលមកក្នុងបន្ទប់នេះបានទេគឺទាល់តែមានសំណាងដូចជានាងចឹងនាងចាប់ផ្ដើមភ័យដោយតានេះក៏និយាយទៀតថានេះគឺជាវិញ្ញាសាបញ្ចប់របស់នាងហើយនាងនឹងបានក្លាយទៅជាតារាល្បីបើសិនជានាងអាចប្រគល់អ្វីៗដែលខ្ញុំចង់បានដែលតានេះនិយាយមកនឹងគឺទាល់តែសារ៉ាប្រគល់ខ្លួនប្រាណរបស់នាងឲ្យទៅគាត់ទើបនាងអាចក្លាយទៅជាតារាល្បីឈ្មោះបាននៅក្នុងព្រឹត្តិការណ៍មួយនេះនាងផិតភ័យមែនទែនក៏បានរើខ្លួនហើយស្ទុះចេញយ៉ាងលឿនចេញពីបន្ទប់មួយហ្នឹងប៉ុន្តែយាយនេះចាក់សាឡងជាប់សារ៉ានាងក៏ស្រែកយ៉ាងខ្លាំងថាចាក់សោយនាងចេញទៅភ្លាមមកដល់ផ្ទះភ្លាមសារ៉ានាងចាប់ផ្ដើមយំយកពី
ពីព្រោះថាបំណងរបស់នាងត្រូវបានរលាយត្រឹមនឹងពីព្រោះនាងគិតថាតើតានាងប្រកល់ខ្លួនប្រាណឲ្យតានឹងទើបអាចធ្វើជាតារាតួឯកនៅក្នុងផលិតកម្ម A-Street Picture នោះបានមួយសន្ទុះក្រោយមកមិត្តភ័ក្តិរបស់នាងឈ្មោះថា Tracy ក៏បានចូលមកសួរសារ៉ាថាមានរឿងអ្វីកើតឡើងបានជានាងយំសោកអីបែបនេះសារ៉ានាងក៏បានឆ្លើយទាំងយំប្រាប់តាមដំណើររឿង Tracy ឮហើយនាងភ្ញាក់ផ្អើលមែនតើក៏និយាយថាម៉េចសម័យនេះហើយនៅលះបង់ខ្លួនប្រាណដើម្បីភេរល្បីឈ្មោះទាំងអស់នោះទៀតមែនសារ៉ាស្ដាប់ខ្ញុំនាងមិនបាច់ទៅផលិតកម្មនោះទៀតទេក្រុមហ៊ុននោះវាគ្មានអីល្អនោះទេឯងត្រូវរកកន្លែងថ្មីដែលល្អជាងនឹងទៅនៅល្ងាចមួយនោះមិត្តភ័ក្តិរបស់នាងទាំងអស់ព្រមទាំងសារ៉ាក៏បាននាំគ្នាចូលមកហាលទឹកលេងនៅក្នុងអាផាតមិនមួយហ្នឹងដែលពួកគេបានជួបរស់នៅជាមួយគ្នាពួកគេប្រើថ្នាំញៀនរៀងខ្លួនរួមទាំងសារ៉ាផងដែរហើយសប្បាយភ្លេចអស់ទុក្ខកង្វល់គ្រប់គ្នាសារ៉ានាងក៏ស្រាប់តែបានឃើញអ៊ីរ៉ានបានទៅថើបគ្នាជាមួយនឹងដានីដែលជាមិត្តភ័ក្តិរបស់នាងម្នាក់ទៀតហើយនាងក៏ស្រាប់តែនឹកឃើញដល់សម្ដីតាប្រយុទ្ធសារជាថ្មីម្ដងទៀតដែលតានោះក៏បាននិយាយមកកាន់នាងថាបើនាងអាចលះបង់គ្រប់យ៉ាងដែលតាក់ទងនឹងខ្លួនរបស់នាងនឹងអាចទទួលបានអ្វីៗគ្រប់យ៉ាងដែលជាមហិច្ឆតាមួយនោះបានហើយនាងនឹងក្លាយទៅជាតារាល្បីឈ្មោះលំដាប់ជួរមកគ្រាន់តែគិតដល់សម្ដីមួយនេះភ្លាមសារ៉ានាងគិតទាំងវល់វល់ពីព្រោះថាចិត្តរបស់នាងពិតជាមិនអាចចោលអាការមួយនោះបាននោះទេដោយពេលនេះសារ៉ានាងបានគិតច្បាស់ហើយគឺបានយកទូរស័ព្ទទៅកាន់ជំនួយការក្រុមហ៊ុន A-Street Picture ហើយសុំទោសដែលនាងខ្វះការគួរសមហើយរត់ចេញមកទាំងតក់កុហលដោយសារ៉ាសូមពួកគេនៅឱកាសលើកទី2ដើម្បីជួបតា producer នោះម្ដងទៀតយាយជំនួយការម្នាក់នោះលឺហើយយល់ព្រមផ្លែតែម្ដងប៉ុន្តែក៏និយាយមកវិញថាសារ៉ានេះគឺជាលើកចុងក្រោយហើយវាគ្មានឱកាសលើកទី3សម្រាប់នាងទៀតនោះទេកុំឲ្យយឺតពេលសោះ1ម៉ោងក្រោយនាងត្រូវតែមកដល់ទីនេះជាបន្ទាន់ពេលវេលាក៏បានមកដល់សារ៉ាបានស្លៀកពាក់ឈុតខ្មៅយ៉ាងស្រស់ស្អាតមិនយូរប៉ុន្មាននាងក៏បានមកដល់ទីនោះម្ដងទៀតដែលពេលនេះសារ៉ាមើលទៅហាក់ដូចជាមិនមែនខ្លួនឯងទៀតនោះទេគឺហាក់ដូចជាសារ៉ាត្រូវបានមហិច្ឆតាមួយនោះនាំនាងទៅរកផ្លូវមួយដែលបន្តិចទៀតអ្នកទាំងអស់គ្នានឹងបានដឹងកំពុងតែត្រូវថ្នាំសម្រាប់និងថ្នាំញៀនសើផងយាយជំនួយការចំណាយម្នាក់នេះក៏បានចេញមកហើយនាំសារ៉ាដើរទៅដោយកាលពីមុនដោយនៅតាមនិយាយដដែលមកវិញថានេះគឺជាឱកាសចុងក្រោយរបស់នាងហើយសារ៉ាហាមបំផ្លាញវាទៀតជាដាច់ខាតពីព្រោះថានាងនឹងគ្មានឱកាសល្អបែបនេះទៀតនោះទេសារ៉ាចូលទៅក៏បានឃើញតា producer នឹងអង្គុយបាយខ្នងរួចចាប់ផ្ដើមនិយាយសុំទោសដែលនាងចាក់ចេញពីគាត់កាលពីថ្ងៃមុនសារ៉ាចាប់ផ្ដើមបញ្ចេញរកពីចម្លែកហើយក៏និយាយថាលោកនិយាយត្រូវហើយខ្ញុំពិតជាស័ក្តិសមធ្វើជាតួឯកនៅក្នុងរឿងរបស់លោកពិតមែនហើយខ្ញុំនឹងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានវាប៉ុន្តែសារ៉ានាងមិនបានដឹងនោះទេថានាងកំពុងតែដើរផ្លូវមួយដែលមិនអាចបកក្រោយបាននោះឡើយតានេះក៏បានងើបមករួចក៏និយាយថាល្អសារ៉ាអញ្ចឹងនាងចាប់ផ្ដើមទៅសារ៉ាបង្ហាញខ្ញុំឲ្យបានឃើញថានាងនឹងហ៊ានលះបង់អ្វីខ្លះដើម្បីទទួលបានសំណាងមហិច្ឆតាមួយនោះឮបែបនេះសារ៉ាក៏លូតជង្គង់ចុះហើយក៏ចាប់ផ្ដើមរូតខោតានេះមួយដែលនៅត្រង់ជុតនេះប្រិយមិត្តទាំងអស់គ្នាបានដឹងរួចទៅហើយថាសារ៉ានាងកំពុងតែធ្វើអីតានេះក៏បានកាន់ក្បាលសារ៉ាប៉ុន្តែយើងក៏ស្រាប់តែបានឃើញស្នាមសាក់នៅលើដៃតានឹងរូបផ្កាយដែលរូបផ្កាយមួយនេះដែរគឺជានិមិត្តរូបនៃពួកសាសនាសាតាំងដែលពួកគេសុទ្ធតែត្រូវបានលក់ព្រលឹងដួងចិត្តបូជារូបផ្កាយដើម្បីទទួលបាននូវអំណាចគេឈ្មោះល្បីល្បាញនិងអ្វីៗផ្សេងទៀតមហោស្ចារ្យដែលពួកគេចង់បានហើយតានេះដែរទាំងអស់គ្នាមិនមែនជាអ្នកគ្រប់សាសនាធម្មតាទេប៉ុន្តែតានេះគឺជាអ្នកដែលបានគ្រប់គ្រងនិងដឹកនាំក្រុមសាសនាមួយនេះតែម្ដងដែលពួកគេប្រមូលផ្ដុំគ្នារហូតបង្កើតទៅជាសហព័ន្ធហើយសពថ្ងៃតានេះមានអំណាចមានកេរ្តិ៍ឈ្មោះគឺដោយសារតែបានបូជារូបកាយដួងព្រលឹងទៅកាន់សាតាំងផងដែរអញ្ចឹងហើយបានជាយើងសម្គាល់ឃើញពីសកម្មភាពរបស់តានេះបរិសុទ្ធដែលជា director ព្រមទាំងយាយជំនួយការនឹងមានសកម្មភាពមួយថ្មឹងហាក់ដូចជាគ្មានព្រលឹងវិញ្ញាណក្នុងខ្លួននោះទេពីព្រោះថាពួកគេបានកើតទៅជាមនុស្សថ្មីអស់ហើយដែលពួកគេកាលពីមុនគឺបានស្លាប់បាត់ទៅហើយពួកគេមានបំណងចង់អស់សារ៉ាចូលទៅក្នុងក្រុមសាសនាបិសាចនេះម្នាក់ទៀតហើយសារ៉ាវិញដោយសារតែភាពមហិច្ឆតាភាពលោភលន់ចង់បាននិងដើម្បីសម្រេចបំណងខ្លួនឯងផងនោះនាងក៏បានជ្រុលខ្លួនចូលមកពាក់ព័ន្ធជាមួយនឹងសាសនាសាតាំងដល់ដឹងខ្លួនត្រឡប់មកកាន់សាច់រឿងយើងវិញបន្ទាប់ពីសារ៉ាមានអីជាមួយនឹងអាតាម្នាក់នេះហើយតានេះក៏និយាយថា
Sarah ចាប់ពីវិនាទីនេះតទៅរូបកាយរបស់នាងពីមុននឹងត្រូវលះបង់ហើយនាងនឹងត្រូវកើតคล้ายទៅជាមនុស្សថ្មីម្នាក់ទៀតរោមពេជ្រនោះបរិះពីរនាក់ស្លៀកឈុតខ្មៅឡើងជិតពាក់ម៉ាស់ឃើញតែប្រឡោះភ្នែកបានចេញមកពីទីងងឹតដែលហាក់បីដូចជាក្រុម Illuminati ឬក៏ជាពួកបិសាចបានមកមើលពីសកម្មភាពរបស់សារ៉ាដែលពេលនេះសារ៉ាបានបូជារាងកាយនិងដួងព្រលឹងចូលទៅក្នុងក្រុមសាសនាបិសាចនេះបាត់ទៅហើយដោយមិនដឹងខ្លួនហើយការដែលនាងមានអីជាមួយនឹងអូនតូចតានេះវាមិនមែនជានៅរូមភេទនោះទេប៉ុន្តែតានេះបានផ្ទេរសារជាតិពួកបិសាចដើម្បីផ្ទេរព្រលឹងបិសាចចូលទៅក្នុងខ្លួនរបស់នាងហើយសារ៉ានាងនឹងត្រូវស្លាប់រួចក៏កើតសារជាថ្មីម្ដងទៀតដែលនៅត្រង់ឃ្លីមួយនេះបន្តិចទៀតប្រិយមិត្តអរគ្នានឹងបានដឹងពីទស្សនវិជ្ជាដែលសារ៉ានឹងកើតជាថ្មីម្ដងទៀតរំលងឈុតមួយនេះយើងក៏ស្រាប់តែបានជាឃើញសារ៉ាភ្ញាក់ឡើងនៅលើក្រែរបស់នាងនៅក្នុងបន្ទប់ប៉ុន្តែនាងក៏ស្រាប់តែមានអារម្មណ៍ថាឈឺក្នុងពោះយ៉ាងខ្លាំងឈឺបែបនេះហើយសារ៉ានាងធ្វើការជាធម្មតាហើយនាងចាប់ផ្ដើមទ្រុឌទ្រោមជាខ្លាំងហៀទឹកមាត់ឡើងក៏ខ្លាំងរហូតធ្វើឲ្យមេរបស់នាងប្រាប់ឲ្យទៅសម្រាកទៅប៉ុន្តែសារ៉ានាងបែរជាខឹងតានឹងហើយទះមកកំភ្លៀងផាច់ដែលចេញទៅបាត់ដែលហាក់ដូចជានាងកំពុងតែត្រូវបានអំពើបិសាចនេះតាមយាយីអត់ឲ្យនាងនៅបានសុខនោះទេមកដល់បន្ទប់វិញគិតថាខ្លួនឯងអត់ស្រួលបែបនេះសារ៉ានាងក៏បានទេទៅកាន់ក្រុមហ៊ុន A-Street Picture ដ៏ចម្លែកមួយនោះថាតើមានរឿងអីកើតឡើងទើបបានជានាងដនដាមអីបែបនេះឲ្យខ្ញុំចង់បញ្ជាក់ប្រិយមិត្តអរគ្នាថាមកដល់ឈុតត្រឹមនេះហើយសារ៉ានាងនៅមិនទាន់ដឹងនោះទេថាពួកនោះគឺជាពួកដែលបានបូជាព្រលឹងទៅកាន់សាសនាបិសាចសាតាំងឬសុទ្ធតែជាពួក Illuminati ហើយនាងក៏អត់ទាន់ដឹងថាខ្លួនឯងចាប់ផ្ដើមកើតអីនោះដែរប៉ុន្តែខ្ញុំពន្យល់ប្រាប់ប្រិយមិត្តអរគ្នាតែម្ដងថាសារ៉ាចាប់ពីវិនាទីដែលនាងបានមានអីជាមួយនឹងអូនតូចតានោះនាងបានសោកចិត្តបូជាព្រលឹងទៅកាន់សាសនាសម្ងាត់នោះបាត់ទៅហើយសារ៉ាព្យាយាមទៅកាន់ក្រុមហ៊ុនចម្លែកមួយនោះប៉ុន្តែតែអត់ចូលទេដោយគិតថាវាចម្លែកខ្លាំងពេកនាងក៏បានផ្ញើសារជា voicemail ទៅដោយនិយាយថាចាប់តាំងពីពេលដែលនាងមានអីជាមួយអាតា producer នោះមកនាងចាប់ផ្ដើមអត់ស្រួលក្នុងខ្លួនកាន់តែខ្លាំងនៅយប់មួយនោះព្រោះតែគ្មានចម្លើយតបមកវិញសារ៉ានាងទ្រាំអត់បាននោះទេក៏បានដើរទៅទាំងយប់ទៅកាន់ក្រុមហ៊ុន A-Street Picture នោះនាងខំប្រឹងស្រែកហៅអ្នកគ្រប់គ្នាប៉ុន្តែពួកគេទាំងអស់នោះដូចជាព្រលឹងវិញ្ញាណអញ្ចឹងបំបាំងកាយអរលីងគឺក្នុងផ្ទះមានតែភាពងងឹតគ្មាននរណាម្នាក់ឆ្លើយតបនឹងសារ៉ាវិញនោះឡើយនៅព្រឹកមួយនោះនាងចាប់ផ្ដើមរវើរវីពិបាកទៅហើយក្អួតយកអស់ពីខ្លួននៅពេលនាងចាប់សក់ខ្លួនឯងទៅវាក៏ជ្រុះទាំងក្តាប់ខុសពីធម្មតាដែលនៅត្រង់ឈុតទាំងនេះវាគឺជាអំពើបិសាចសាតាំងកំពុងតែយកខ្លួនប្រាណរបស់នាងបន្តិចម្ដងTracy ក៏បានមកមើលសារ៉ាពីព្រោះថានាងសង្ងំនៅក្នុងបន្ទប់ទឹកនោះជាង2ម៉ោងហើយនៅវេលាយប់មួយនោះសារ៉ាកំពុងតែដេកក៏ស្រាប់តែឃើញខ្លួនឯងម្នាក់ទៀតឈរសម្លឹងមកកាន់នាងប៉ុន្តែសារ៉ាម្នាក់នោះគឺជានារីដ៏ស្រស់ស្អាតទំនងគឺជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងគឺហាក់ដូចជាកំពុងតែអន្ទងព្រលឹងរបស់សារ៉ាឲ្យចាក់ចេញពីរាងកាយរបស់នាងដើម្បីស្រវាចចាប់យកសារ៉ាថ្មីម្នាក់នេះបន្ទាប់ពីរវើរីវេហើយខ្លួនរបស់នាងគឺដូចជាស្លាប់ទាំងរស់អញ្ចឹងសារ៉ាព្យាយាមវាទៅកាន់បន្ទប់ទឹកហើយអីដែលកាន់តែចំណាយទៀតនោះទាំងអស់គ្នានាងក៏បានឃើញកញ្ចក់ខ្លួនឯងចាប់ផ្ដើមរង្គោះម្ដងមួយអ្វីដែលកាន់តែគួរខ្លាចទៀតនោះសក់ដ៏ស្រស់ស្អាតរបស់សារ៉ាក៏ជ្រុះសឹងតែអស់ពីក្បាលក្នុងរយៈពេលតែប្រហែលថ្ងៃតែប៉ុណ្ណោះសារ៉ាមើលទៅកាន់កញ្ចក់ដោយអត់យល់ពីហេតុការណ៍ដែលបានកើតឡើងលើខ្លួននាងនោះទេហើយឈាមមួយនោះហូរមកអត់ឈប់សោះរឿងដ៏ចម្លែកមួយទៀតនោះសារ៉ាចាប់ផ្ដើមឈឺចុកចាប់ក្នុងពោះរបស់នាងមែនតើនៅពេលដែលមើលទៅគឺមានអ្វីមួយរវើកចេញពីក្នុងពោះរបស់នាងមកដល់ពេលដែលលោកដៃចូលទៅក្នុងខោនោះទៅឈាមជាច្រើនបានហូរចេញពីប្រដាប់ភេររបស់នាងកាន់តែច្រើនសារ៉ាភ័យជាខ្លាំងក៏បានចូលទៅក្នុងអាងបាស្តាប់ដែលការបូជាព្រលឹងរបស់សារ៉ាមួយនេះវាពិតជាសាហាវមែនតើមិនយូរមិនឆាប់សារ៉ាក៏ចាប់ផ្ដើមក្អួតចេញមកហើយការក្អួតមួយនោះគឺចេញសុទ្ធតែដង្កូវរស់រវើកគួរឲ្យខ្ពើមែនតើនាងមើលទៅដូចជាធ្លាក់នរកទាំងរស់អញ្ចឹងភ្លាមនោះសំឡេងទូរស័ព្ទរោក៏បានលឺចេញមកដែលត្រង់ឈុតមួយនេះវាពិតជាគួរឲ្យខ្លាចមែនតើដែលអ្នកដែលទេមកនោះគឺជាអ្នកដឹកនាំសាសនាសាតាំងគឺជាតា producer នៃក្រុមហ៊ុន A-Street Picture មួយនោះសារ៉ាព្យាយាមឆ្លើយតបទៅកាន់តានឹងដោយនិយាយថាជួយខ្ញុំផងខ្ញុំជិតស្លាប់ឥឡូវនេះហើយតានោះអត់ខ្វល់ពីសម្ដីរបស់សារ៉ានោះឡើយប៉ុន្តែក៏តបមកវិញទាំងគួរឲ្យខ្លាចវិញថាអត់មែនហើយសារ៉ានាងចិត្តនឹងស្លាប់ហើយប៉ុន្តែនាងមានជំរឿ
នាងសុកចិត្តស្លាប់ដោយវេទនាបែបនេះឬមួយក៏នាងយល់ព្រមផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សម្នាក់ថ្មីផ្សេងទៀតពីព្រោះថាពេលនេះនាងនៅសល់តែដំណាក់កាលមួយនេះទីនោះទេហើយសម្លេងដ៏គួរខ្លាចមួយនោះក៏បានបិទទៅវិញដោយទុកអាសារ៉ានៅវេទនាដោយស្លាប់តែម្នាក់ឯងនៅឈុតបន្ទាប់សារ៉ាពាក់អាវហូឌីហើយដើរទាំងយប់សំដៅទៅកាន់ឡានដ៏ចាស់មួយនៅពេលដែលអើមើលទៅនាងក៏បានឃើញអ៊ីរ៉ានមិត្តរបស់នាងកំពុងតែសាសងស្នេហាជាមួយនឹងមិត្តភ័ក្តិរបស់នាងម្នាក់ទៀតឈ្មោះថាដេនីលីមនោះអ៊ីរ៉ានក៏ចង់ទៅបន្ទប់ទឹកសារ៉ាដែលមើលទៅដូចជាចម្លែកយ៉ាងខ្លាំងក៏បានដើរតាមអ៊ីរ៉ានពីក្រោយហើយពាក់អាវឡើងជិតគឺនាងបានឈរថ្មឹងនៅជ្រុងម្ខាងដែលអ៊ីរ៉ាននាងភ្ញាក់ផ្អើលមែនតើហើយក៏និយាយថាសារ៉ាមិនបានជាឯងឈរនៅកន្លែងនឹងទៅវិញសារ៉ានាងក៏តបទេប៉ុន្តែភ្នែករបស់នាងកំពុងតែសម្លឹងទៅកាន់កាំបិតដែលនៅរាយប៉ាយនៅលើតុមួយនេះទាំងពីរនាក់នេះដែលធ្លាប់តែមិនចូលចិត្តគ្នាតាំងពីមុនផងសារ៉ាថាអ៊ីរ៉ានយើងដឹងពីបំណងរបស់ឯងហើយគឺឯងចង់ដេកជាមួយនឹងដានីដើម្បីបានធ្វើជាតួឯងក្នុងរឿងមែនទេអ៊ីរ៉ាននាងខឹងខ្លាំងណាស់ក៏និយាយវិញថាចុះឯងវិញឯងស្មានតែយល់ដឹងមែនឯងទៅដេកជាមួយនឹងតាកាចាស់ម្នាក់នោះដើម្បីធ្វើជាតួឯងនៅក្នុងរឿង The Silver Scream មួយនេះឯងពិតជាគំរូខ្លាំងណាស់សារ៉ាពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នានៅក្នុងភាពងងឹតដល់ពេលដែលអ៊ីរ៉ានបើកភ្លើងទៅនាងភ័យតក់ស្លុតជាខ្លាំងពីព្រោះថាឃើញសភាពរបស់សារ៉ាពេលនេះហាក់បីដូចជាខ្មោចអញ្ចឹងអ៊ីរ៉ាននាងភ័យមែនតើក៏ចង់នាំសារ៉ាទៅកម្មវិធីពេទ្យប៉ុន្តែសារ៉ានាងក៏ស្រែករួចក៏បានទាញយកកាបិតមកអាឆ្វាច់ដាច់មុខអ៊ីរ៉ានបាញ់ឈាមឡើងច្បាច់ដោយរន្ធត់មែនតើដោយសារ៉ាពេលនេះលេងដោយសារ៉ាកាលពីមុនហើយក៏បានហក់ទៅចាក់អ៊ីរ៉ានចាក់យកអដកដៃសោះរហូតស្លាប់ក្នុងថ្លុកឈាមគ្មាននរណាម្នាក់ដឹងសោះសម្រាប់អ៊ីរ៉ានហើយសារ៉ាដែលហាក់ដូចជាខ្មោចចូលនេះក៏បានដើរចូលទៅក្នុងបន្ទប់ដេករបស់មិត្តភក្តិរបស់នាងម្នាក់ទៀតដែលកំពុងតែដេកលក់អត់ដឹងអីសោះសារ៉ាអត់ចាំយូរនោះទេក៏បានរើយកដុំដែកអាល់តែមួយនេះរួចក៏ស្រាប់តែបរិសម្នាក់ទៀតដែលនៅក្នុងបន្ទប់រួមគ្នាជាមួយនឹងរីដែលស្លាប់នេះក៏បានឃើញថាឃាតករកំពុងតែសម្លាប់មិត្តខ្លួនឯងបែបនេះគេមើលសារ៉ាឡើងភាំងរត់លេងទៅមុខហើយដែលនៅត្រង់ឈុតមួយនេះវាពិតជាគួរឲ្យខ្លាចហើយសាហាវមែនតើបំរុងនឹងរត់ចេញពីបន្ទប់មួយនឹងជាសំណាអាក្រក់អីគេក៏រអិលជើងសារ៉ានាងមកទាន់រួចក៏បានចាក់គេជាច្រើនសិបកបិតរហូតដែលខ្យល់ស្លាប់បាត់ទាំងរន្ធត់ហើយបន្តិចទៀតប្រិយមិត្តទាំងអស់គ្នានឹងបានដឹងថាហេតុអីបានជាសារ៉ានាងហ៊ានលើកដៃសម្រាប់មនុស្សបែបនេះភ្លាមនោះអ៊ីរ៉ាននាងអត់ទាន់ស្លាប់នោះទេដោយនាងព្យាយាមវាចេញពីកន្លែងហ្នឹងសារ៉ាឃើញបែបនេះក៏បញ្ចប់ជីវិតរបស់អ៊ីរ៉ានតែម្ដងគឺបានដើរមួយហើយយកថង់ផ្លាស្ទិកទៅគ្របក្បាលរបស់នាងឡើងចិត្តដោយខ្ទប់ដង្ហើមអ៊ីរ៉ានរហូតនាងស្លាប់នៅក្នុងថ្លុកឈាមក្នុងទីងងឹតក្នុងផ្ទះមួយនេះដែលទិដ្ឋភាពនៅក្នុងផ្ទះមួយនេះគឺដូចជានរកលើដីអញ្ចឹងចំណែកឯដានីនៅវិញដោយបាត់អ៊ីរ៉ានទៅបន្ទប់ទឹកយូរខ្លាំងពេកបើកទ្វារឡានខ្វះក៏ស្រាប់តែបានឃើញសារ៉ាអង្គុយថ្មឹងអោនមុខចុះតែម្នាក់ឯងដានីឆ្ងល់មែនតើហើយក៏បានសួរថាសារ៉ាកើតអីគេនឹងមិនបានជានាងបងអង្គុយកន្លែងនឹងទៅវិញអូនិយាយចឹងនាងមានបានឃើញអ៊ីរ៉ានអត់សារ៉ាក៏បានឆ្លើយមកវិញទាំងមួយថាឃើញតាគឺនាងនៅក្នុងបន្ទប់ទឹកកណោះដានីក៏បានដើរចូលមកអង្គុយជិតសារ៉ាប៉ុន្តែភ្លាមនោះសារ៉ាអត់និយាយអ្វីទាំងអស់ក៏បានដកយកកាបិតដែលលាក់នឹងយកមកចាក់ដានីជាច្រើនកាបិតរហូតស្លាប់คล้ายទៅជាខ្មោចជាមួយនឹងមិត្តភក្តិរបស់គេឯទៀតប្រិយមិត្តអរគ្នាដល់ពេលដែលយើងត្រូវដឹងការពិតហើយត្រង់ពេលដែលតាប្រយុទ្ធសនោះបាននិយាយថានេះគឺជាដំណាក់កាលចុងក្រោយតើនាងហ៊ានលះបង់វាដើម្បីទៅរកមហិច្ឆតាមួយនោះដែរឬក៏អត់ហើយដំណាក់កាលមួយនេះដែរទាំងអស់គ្នាគឺជាមិត្តភាពរបស់នាងនឹងហើយដែលសាសនាបិសាចមួយនោះតម្រូវឲ្យសារ៉ាលះបង់គ្រប់យ៉ាងដែលតាក់ទងនឹងខ្លួនប្រារបស់នាងទាំងរូបកាយដួងបលឹងចិត្តគំនិតមិត្តភាពមនុស្សជុំវិញខ្លួនចោលទាំងអស់ហើយការលះបង់របស់នាងទៅកាន់សាសនាសាតាំងដើម្បីទទួលបានមហិច្ឆតាមួយនោះក៏ត្រូវបានចប់សពគ្រប់សារ៉ាក៏បានដោះមួកឲ្យដានីមើលជាលើកចុងក្រោយដែលនាងលែងជាមនុស្សអីទៀតហើយប៉ុន្តែគឺដូចជាបិសាចអញ្ចឹងដោយនិយាយចុងក្រោយមកកាន់ដានីថាយើងគ្មានមិត្តភក្តិស្អីទៀតនោះទេនៅពេលដែលសម្រាប់មិត្តរបស់នាងស្លាប់អស់នាងនោះក៏បានឃើញមានបរិសុទ្ធពីរនាក់ស្លៀកឈុតខ្មែរឡើងចិត្តគឺជាពួកសាតាំងឬក៏ជាពួកអ៊ីលូមីណាទីឈរថ្មឹងតាំងពីពេលណាក្នុងទីងងឹតក៏បាននាំសារ៉ាយកទៅតែម្ដង
ហើយរឿងដែលយើងមិនបានដឹងនោះសារ៉ានៅពេលនេះនាងនៅសល់តែសម្បកខ្លួននោះទេដែលបានន័យថានាងបានស្លាប់បាត់ហើយបន្ទាប់ពីសារ៉ាបានស្លាប់រួចមករឿងដែលមិនគួរឲ្យជឿនោះយើងក៏បានឃើញមានក្រុមមនុស្សជាច្រើនកំពុងតែដង្ហែយកសាកសពរបស់សារ៉ាទៅកប់ដែលពួកគេកំពុងតែធ្វើពិធីអន្ទងព្រលឹងសារ៉ានឹងធ្វើឲ្យសារ៉ាដែលបានប្រគល់គ្រប់យ៉ាងមកឲ្យសាសនាពួកគេអស់ហើយនឹងប្រគល់ឲ្យនាងវិញនៅមហិច្ឆតាដែលនាងចង់បានតាំងតែពីយូរណាស់មកហើយដែលក្រុមរបស់ពួកគេតាយាយចាស់ៗទាំងអស់នេះគឺសុទ្ធតែត្រូវបានបូជាខ្លួនប្រាណនិងដួងព្រលឹងឲ្យពួកបិសាចនោះអស់ទៅហើយពួកគេនេះដែរមិនមែនជាមនុស្សធម្មតាស្អីនោះទេគឺមានតែសម្បកខ្លួនឯងព្រមទាំងជាទាសករស្ថិតនៅក្រោមអំណាចរបស់សាតាំងតែប៉ុណ្ណោះពួកគេទាំងអស់នោះជាពិសេសតាប្រយុទ្ធសើនេះតែម្ដងក៏ចាប់ផ្ដើមបង្កើតក្រុមហ៊ុនដែលមានឈ្មោះថា A-Street Picture មួយនេះឡើងមកគឺដើម្បីលបួងឲ្យនារីណាមួយមកបូជាខ្លួនប្រាណឲ្យធ្វើជាសមាជិកនិងដើម្បីពលីធ្វើជាទាសករសាតាំងអស់មួយជីវិតដែលពួកគេនឹងគ្មានថ្ងៃចាប់ជាតិបន្ទាប់មកមនុស្សដែលគ្មានវិញ្ញាណទាំងអស់នេះក៏បាននាំគ្នាកប់សារ៉ាចូលទៅក្នុងដីទាំងអាក្រាតកាយដែលខ្ញុំនឹងបញ្យល់ប្រិយមិត្តទាំងអស់គ្នាតែម្ដងទៅនៅពេលដែលនរណាម្នាក់ដូចជាសារ៉ានេះសុកចិត្តលះបង់ខ្លួនឯងពីមុនអស់ហើយដូច្នេះរូបរាងកាយចាស់របស់នាងនឹងត្រូវស្លាប់ជារឿងរហូតគឺដូចជាខ្មោចអនាថាអញ្ចឹងប៉ុន្តែនៅពេលដែលពិធីត្រូវធ្វើរួចរាល់សារ៉ានឹងក្លាយទៅជាមនុស្សម្នាក់ថ្មីងើបមកវិញគឺជាបុគ្គលល្បីឈ្មោះមានកេតនាមល្បីល្បាញអំណាចឥទ្ធិពលនិងគ្មានថ្ងៃវិនិច្ឆ័យសាបសូន្យនោះឡើយពួកដែលកាន់សាសនាបិសាចទាំងអស់នេះក៏បានឈប់ព័ទ្ធជុំវិញភ្នោះរបស់សារ៉ាដោយយកភ្លើងអំពូលផ្លុងដាក់តម្រៀបគ្នាចេញជារូបផ្កាយដែលតំណាងឲ្យសាសនារបស់ពួកគេនៅលើភ្នោះរបស់សារ៉ាហើយក៏បានសូត្រព្រមគ្នាថា Haile Astris Haile Astris Haile Astris ចំណែកឯសារ៉ាដែលត្រូវបានគេកប់នេះសាកសពរបស់នាងក៏បានរស់ឡើងវិញហើយចាប់ផ្ដើមទទួលយករូបរាងកាយថ្មីដែលដូចជាការម្ដងទៀតអញ្ចឹងពីអំណាចបិសាចសាតាំងដែលនឹងផ្ដល់ឲ្យនាងគឺដូចជាមនុស្សកំពុងតែកើតចេញពីស្រោមអញ្ចឹងទាំងអស់គ្នាក្រោយពីពិធីបិសាចមួយនេះចប់សពគ្រប់ព្រឹកឡើងបន្ទាប់យើងក៏បានឃើញមានដៃមួយប្រឡាក់សុទ្ធតែដីគឺដូចជាដៃខ្មោចព្រាយបិសាចអញ្ចឹងព្យាយាមកាយចេញពីភ្នោដែលត្រូវបានគេកប់ទាំងរស់ដែលនោះគឺជាសារ៉ានឹងឯងប៉ុន្តែសារ៉ាលើកនេះបានកើនក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដោយនាងអស់សក់រលេងពីក្បាលតែម្ដងនាងក៏បានវាចេញពីភ្នោទាំងអាក្រាតកាយព្រាមនោះប្រអប់អាត់កំបាំងពណ៌ក្រហមមិនដឹងដាក់នៅលើភ្នោរបស់នាងតាំងពីពេលណាដោយសរសេរថារីករាយថ្ងៃកំណើតសារ៉ាដោយកញ្ចក់ដៃរបស់នាងវែងដែលប្រអប់មួយនេះដែរគឺជាប្រអប់អាត់កំបាំងដែលពួកក្រុមហ៊ុន A-Street Picture បានបញ្ជូនមកឲ្យនាងចំណែកសារ៉ាវិញមើលទៅនាងអស់សក់ក៏ពិតមែនប៉ុន្តែរូបរាងកាយពណ៌សម្បុរគឺស្រស់ស្អាតតែម្ដងដែលខុសដាច់ស្រឡះពីរូបកាយរបស់នាងកាលពីមុនហើយសារ៉ានាងមានអារម្មណ៍រំភើបខុសពីធម្មតាឈុតបន្ទាប់យើងក៏បែរជាឃើញ Tracy ដើរចូលមកក្នុងបន្ទប់មួយហ្នឹងដោយមានស្នាមដានជើងនរណាម្នាក់ដើរពេញក្នុងផ្ទះ Tracy ហៅរកសារ៉ាគ្រប់ទីកន្លែងព្រមទាំងមនុស្សគ្រប់គ្នាប៉ុន្តែបាត់អរលីងដែលនៅក្នុងផ្ទះមួយនេះវាឡើងស្ងាត់ដើរចូលទៅក្នុងបន្ទប់គេង Tracy ក៏បានឃើញសារ៉ាប៉ុន្តែនាងបែរចដីគ្របកណាត់សហើយអុជទៀនផ្លុងពេញក្នុងបន្ទប់ដែលបើសិនជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងវិញការអុជទៀនបំភ្លឺបែបនេះគឺកំពុងតែនាំផ្លូវឲ្យវិញ្ញាណរកផ្លូវចេញពីទីងងឹតអញ្ចឹងទាំងអស់គ្នា Tracy ហៅសារ៉ាដែលកំពុងតែគ្រោកក្បាលចិត្តនោះប៉ុន្តែនាងអត់មានបានតបអីសូម្បីតែមួយម៉ាត់មកកាន់ Tracy វិញទេ Tracy និយាយតែម្នាក់ឯងដោយអត់មានឃើញគេតបបែបនេះនាងក៏បានបើកភួយចេញមកក៏បែរជាឃើញសារ៉ាបើកភ្នែកចំហធ្លុងដេកអាក្រាតកាយគ្មានសក់នោះទេគឺដូចជាមនុស្សស្លាប់ទាំងរស់អញ្ចឹង Tracy នាងភ័យខ្លាចខ្លាំងមែនតើបំរុងនឹងរត់ចេញពីបន្ទប់មួយហ្នឹងមិនទាន់ទាំងបានចេញផងទ្វារនោះក៏បានបិទដោយខ្លួនឯងហើយសារ៉ាក៏បានចាប់ដៃ Tracy ឡើងជាប់ដោយបញ្ចេញកែវភ្នែកពណ៌បៃតងគួរឲ្យខ្លាចសារ៉ាក៏បាននិយាយថា Tracy មកគេងជាមួយខ្ញុំជាលើកចុងក្រោយមកពីព្រោះថាបន្តិចទៀតខ្ញុំលែងមានពេលនៅជាមួយឯងទៀតហើយសារ៉ាក៏ចាប់ផ្ដើមបបកអង្អែល Tracy ដោយកញ្ចក់វែងគួរឲ្យខ្លាចរបស់នាងហើយអីដែលកាន់តែគួរឲ្យចម្លែកទៀតនោះទាំងអស់គ្នាសារ៉ាចាប់ផ្ដើមថើប Tracy ប៉ុន្តែភ្លាមនោះនាងក៏បានខំទានដា Tracy ឡើងដាច់បាញ់ឈាមស្លាប់គួរឲ្យរន្ធត់លើក្រែមួយនេះតែម្ដងបន្ទាប់ពី Tracy ស្លាប់ទៅនាងក៏បានបើកប្រអប់អាត់កំបាំងពណ៌ក្រហមដែលក្រុមហ៊ុនភាពយន្ត A-Street Picture ដែលសុទ្ធតែជាពួកគ្រប់សាសនាបិសាចនោះបានបញ្ជូនមកឲ្យនាងឃើញមានរូបពណ៌ខ្មៅដ៏ស្រស់ស្អាត
សក់ដ៏វែងអន្លាយរលោះរលោងនិងខ្សែកសាសនាដែលមានបន្តោងរូបកាយដែលបញ្ជាក់យ៉ាងច្បាស់ថាសារ៉ានឹងក្លាយទៅជាសមាជិកថ្មីនៃពួកសាតាំងហើយនាងក៏នឹងត្រូវធ្វើជាតារាសម្ដែងល្បីឈ្មោះជួរមុខដែលមានទាំងមុខមាត់មានអំណាចឥទ្ធិពលបន្ទាប់មកសារ៉ាក៏យកសក់នោះមកពាក់យ៉ាងស្រស់ស្អាតសម្លឹងទៅកាន់កញ្ចក់ដែលនាងចាប់ផ្ដើមពេញចិត្តរូបរាងនិងសម្រស់ខ្លួនឯងកាន់តែខ្លាំងប៉ុន្តែអ្នកទាំងអស់គ្នានេះគឺជាសារ៉ាពិតមែនប៉ុន្តែមិនមែនជាសារ៉ាកាលពីមុនដែលមានមិត្តភ័ក្តិមានចិត្តបរិសុទ្ធសេចក្តីថ្លៃថ្នូរនិងការតស៊ូនោះទេប៉ុន្តែសារ៉ាលើកនេះគឺជាមនុស្សម្នាក់ផ្សេងទៀតដែលបានកើតមកជាមនុស្សថ្មីដែលអ្វីៗគ្រប់យ៉ាងកាលពីមុនគឺគ្មាននៅក្នុងខួរក្បាលរបស់នាងទៀតនោះទេហើយនាងនឹងក្លាយទៅជាតារា Hollywood ដ៏ល្បីឈ្មោះមានអំណាចនៅក្នុងសង្គមមួយនេះចាប់ពីពេលនេះតទៅប៉ុន្តែកុំភ្លេចឲ្យសោះសារ៉ានាងនឹងត្រូវធ្វើជាទាសករនិងស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ពួកសាសនាបិសាចឬក៏ពួក Illuminati ទាំងអស់នោះជារៀងរហូតគឺរហូតដល់ស្លាប់តែម្ដងគ្មានថ្ងៃចាប់ជាតិនោះទេខ្សែភាពយន្តរន្ធត់ Starry Eyes 2014ក៏ត្រូវបានបញ្ចប់តែត្រឹមនេះសួស្តីប្រិយមិត្តគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំដែលមានឈ្មោះថា Snow ថ្ងៃនេះខ្ញុំនឹងនាំយកខ្សែភាពយន្តមួយដែលមានចំណងជើងថា Carrie ដែលបានចេញនៅក្នុងឆ្នាំ2013គឺជាប្រភេទខ្សែភាពយន្តរន្ធត់ដែលនិយាយអំពីក្មេងស្រីដ៏ស្លូតម្នាក់តែងតែត្រូវបានមិត្តរួមថ្នាក់របស់នាងធ្វើបាបហើយថែមទាំងសោយច្បោកនាងគ្រប់ពេលនិងទទួលការមាក់ងាយពីមនុស្សជុំវិញខ្លួនប៉ុន្តែក្មេងស្រីម្នាក់នេះមានថាមពលពិសេសដែលអាចបញ្ជានិងបំផ្លាញអ្វីៗគ្រប់បែបយ៉ាងតាមរយៈកំហឹងរបស់នាងដល់ពេលដែលជួបរឿងអាក្រក់ក្នុងជីវិតពីពួកមនុស្សទាំងអស់នោះកាន់តែខ្លាំងទៅកំហឹងក្មេងស្រីម្នាក់នេះក៏បានរុញច្រានថាមពលមួយនោះទៅជាការសងសឹកធ្វើបាបនិងសម្លាប់នរណាក៏ដោយដែលតែងតែបំពេញនាងនិងមើងងាយនាងកន្លងមកចង់ដឹងថាតើក្មេងស្រីដ៏ចម្លែកនេះគឺជានរណាហើយដំណើរសាច់រឿងនេះនឹងទៅជាបែបណាទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាដំណើរសាច់រឿងមួយនេះបានចាប់ផ្ដើមឡើងនៅក្នុងផ្ទះដ៏ស្ងាត់មួយក្នុងនោះមានសម្រេចស្ត្រីម្នាក់ដែលស្នេហ៍ពោពេញដោយក្តីឈឺចាប់ដែលនាងកំពុងតែចិត្តនឹងសម្រាលកូនប៉ុន្តែនាងបែរជាបន់ទៅកាន់ព្រះហើយសូមខ្មាលទោសថានាងធ្វើអីខុសបានជាដាក់ទណ្ឌកម្មនាងបែបនេះចំណែកឯឈាមរបស់នាងវិញគឺហូរដាស់ពីពេញពុកតែម្ដងស្ត្រីម្នាក់នេះមានឈ្មោះថា Margaret ដែលមានជំនឿងប់ងល់ទៅកាន់សាសនាខ្លាំងមែនទែនហើយកាលនាងមានផ្ទៃពោះសម្រាលកូននេះនាងគិតថាវាគឺជាអំពើបាបហើយសម្រាប់ឈឺចាប់ទាំងប្រមាណដែលនាងមាននឹងក៏បានធូរស្រាលមួយរំពេចពីព្រោះថា Margaret បានសម្រាលកូនម្នាក់ចេញមក Margaret អើតមើលក្មេងនោះទាំងភ័យខ្លាចពីព្រោះនាងយល់ថានាងបានសាងអំពើបាបជាមួយនឹងប្តីរបស់នាងតាមរយៈការរួមភេទទើបបង្កើតទីរូបមួយនេះចេញមក Margaret ក៏ស្រាប់តែទាញយកកន្ត្រៃដ៏ធំមួយបំរុងនៅសម្លាប់ក្មេងស្រីនោះចោលទីរូបម្នាក់នេះនៅពេលដែលឃើញម្ដាយរបស់ខ្លួនរៀបនឹងសម្លាប់អញ្ចឹងគេក៏បានសម្លឹងទៅកាន់ម្ដាយរបស់គេដោយក្តីស្រឡាញ់ Margaret ដោយឃើញបែបនេះគាត់អត់ដាច់ចិត្តសម្លាប់ក្មេងស្រីនោះចោលទេហើយគាត់ក៏បានដាក់ឈ្មោះទីរូបនោះថា Carrie 16ឆ្នាំក្រោយមកយើងឃើញថាក្មេងស្រីម្នាក់បានដើរចេញមកអមជាមួយនឹងសិស្សសាលាផ្សេងទៀតដែលក្មេងស្រីម្នាក់នេះហើយដែលមានឈ្មោះថា Carrie គឺជាក្មេងស្រីខុសគេដែលមានភាពភ័យខ្លាចហើយស្ងប់ស្ងាត់អត់មានមាត់កអីនោះទេមួយទៀត Carrie តែងតែត្រូវបានមនុស្សជុំវិញខ្លួនសើចចំអកហើយប្រមាថមាក់ងាយនាងអាក្រក់ខ្លាំងមែនតើម៉ោងកាលានៅឯសាលារៀន Carrie តែងតែសម្លឹងទៅកាន់មិត្តរូបថ្លារបស់នាងពីរនាក់នេះដែលម្នាក់មានឈ្មោះថា Chris និងម្នាក់ទៀតមានឈ្មោះថា Sue ដែលពីរនាក់នេះហើយតែងតែធ្វើបាបនាងកន្លងមកសិស្សទាំងអស់ចាប់ផ្ដើមលេងកីឡាបាល់ទះនៅក្នុងអាងទឹកយ៉ាងរីករាយដែលខុសអីពី Carrie នាងអត់ហ៊ានចូលលេងជាមួយនឹងគេនោះទេនៅពេលដែលបាល់នោះបោះមកជិតនាង Carrie ក៏បានវាយបាល់នោះក៏ជ្រុលបណ្ដាលត្រូវក្បាលរបស់ Sue ដែលសិស្សគ្រប់គ្នាចាប់ផ្ដើមសើចចំអក Carrie កាន់តែខ្លាំងទៅហើយថាលេងដូចឈួតអញ្ចឹង Carrie នាងខ្លាចហើយខ្មាស់គេខ្លាំងមែនតើប៉ុន្តែនាងអត់អាចធ្វើអ្វីគេបានទេក្រោយពីបញ្ចប់ម៉ោងកីឡាហើយសិស្សទាំងអស់ក៏បាននាំគ្នាទៅងូតទឹកសម្អាតខ្លួនចំណែក Carrie វិញនាងដើរតែម្នាក់ឯងហើយក៏បានទៅងូតទឹកឆ្ងាយពីគេនៅពេលដែល Carrie កំពុងតែងូតទឹកនេះភ្លាមនោះក៏មានឈាមហូរចេញពីខ្លួនរបស់នាងមកយ៉ាងច្រើនស្រោចស្រពពាសពេញឥដ្ឋដែលតាមពិតទៅនោះគឺជាថ្ងៃខែរបស់នារីដែលទើបតែនឹងពេញវ័យប៉ុន្តែ Carrie នាងអត់ដឹងនោះទេ
ហើយឈាមមួយនោះហូរមកកាន់តែខ្លាំង Carrie គ្រាន់តែឃើញឈាមចឹងនាងចាប់ផ្ដើមស្លុតហើយស្រែកឡើងផ្អើលរកមនុស្សឲ្យគេជួយពីព្រោះអីនាងឈឺចាប់ខ្លាំងណាស់ Carrie ក៏បានរត់ទៅរកមិត្តរបស់នាងឯទៀតឲ្យជួយហើយក៏ជ្រុលទៅទាញអាវរបស់ស៊ូថាឲ្យជួយនាងផងនាងឈឺចាប់ចិត្តនឹងស្លាប់ហើយសិស្សទាំងអស់ដំបងឡើយឃើញចឹងក៏ភ័យដែរប៉ុន្តែនៅពេលដែលតែមើលទៅតាមពិតនោះគឺជាឈាមរដូវរបស់ Carrie សោះពួកនោះឃើញដូចនេះក៏បានចាប់ផ្ដើមសោកចំអកកាន់តែខ្លាំងហើយអត់មានបានជួយអីទាំងអស់បន្ទាប់មកទៀត Chris ក៏បានយកសម្លេងអនាម័យមួយនេះគប់ទៅកាន់ Carrie នាងអត់យល់ទាល់តែសោះថាម៉េចបានជាមិត្តភក្តិរបស់នាងអត់ជួយនាងចឹងហើយធ្វើបាបនាងអីយ៉ាងនេះហើយអីដែលកាន់តែអាក្រក់ទៀតនោះសិស្សទាំងអស់ហ្នឹងក៏បាននាំគ្នាគប់សម្លេងអនាម័យទៅកាន់ Carrie គ្រប់គ្នា Carrie កាន់តែយំស្រែកកាន់តែខ្លាំងទៅហេតុអីក៏មិត្តរបស់នាងអត់ជួយនាងចឹងរឿងដែលទទួលយកអត់បានទៀតនោះទាំងអស់គ្នា Chris ក៏បានយកទូរស័ព្ទមកថតវីដេអូអាម៉ាស់របស់ Carrie ហើយនាំគ្នាគប់សម្លេងអនាម័យកាន់តែច្រើនដើម្បីធ្វើបាប Carrie កាន់តែខ្លាំងឮសម្លេងស្រែកកាន់តែខ្លាំងបែបនេះអ្នកគ្រូកីឡារបស់ពួកគេដែលមានឈ្មោះ Charita ក៏បានចូលមក Carrie ក៏បានស្រែកហៅអ្នកគ្រូរបស់នាងឲ្យជួយនាងផង Carrie ប្រាប់គ្រូនាងថាអ្នកគ្រូជួយខ្ញុំផងខ្ញុំចិត្តនឹងស្លាប់ហើយដោយសារតែកំហឹងរបស់ Carrie ពេលនេះមានកាន់តែខ្លាំងបានធ្វើឲ្យរបស់អ្វីគ្រប់យ៉ាងប៉ាំងរប៉ាត់របាយប៉ុន្តែរឿងមួយនេះអត់មាននរណាម្នាក់ចាប់អារម្មណ៍ទេអ្នកគ្រូ Richard ក៏ព្យាយាមសម្រួលអារម្មណ៍របស់ Carrie ឲ្យស្ងប់ប៉ុន្តែ Carrie អត់ស្ដាប់ទេគឺនៅតែស្រែកដោយនិយាយស្ដាប់គ្នាបានគាត់ក៏បានទះកំភ្លៀង Carrie មួយដៃសិស្សចំលើយទាំងអស់នេះនាំគ្នាឈរមើលហើយ Carrie វិញក៏បានធ្វើអំពូលនៅក្បែរនោះរៀបនឹងបែកបន្ទាប់ពី Carrie ត្រូវបានសិស្សគ្រប់គ្នាធ្វើបាបរួចមកអ្នកគ្រូ Richard ក៏បាននាំនាងទៅជួបនៅនាយកសាលានៅក្នុងនោះ Richard គាត់ក៏បានប្រាប់ Carrie ថាឈាមដែលហូរចេញមកនោះមិនមែនជារបួសឬក៏ជាជំងឺអីនោះទេវាគ្រាន់តែជាឈាមថ្ងៃខែរបស់នារីដែលទើបនឹងពេញវ័យតែប៉ុណ្ណោះនាយកសាលាក៏បានសួរ Carrie ថានរណាជាអ្នកធ្វើបាបនាង Carrie ហេតុតែជាមនុស្សស្លូតហើយខ្លាចត្រូវគេធ្វើបាបបន្តទៀតនាងអត់ហ៊ានប្រាប់នោះទេអ្នកគ្រូ Richard គាត់ក៏បានប្រាប់ចំនួនថា Sue, Chris និងពួកឯទៀតគឺជាអ្នកធ្វើបាប Carrie ប៉ុន្តែលោកនាយកសាលាម្នាក់នេះអត់យកជាការនោះទេពីព្រោះថាគាត់ចង់ដឹងពីមាត់របស់ Carrie ដោយផ្ទាល់ដោយសារតែ Carrie អប់រំប្រាប់អញ្ចឹងលោកនាយកសាលានិងគ្រូរបស់នាងក៏ចង់ទេប្រាប់រឿងនេះទៅកាន់ Margaret ម្ដាយរបស់នាង Carrie ឮហើយនាងខ្លាចម្ដាយរបស់នាងខ្លាំងមែនទែនគឺមិនឲ្យរឿងនេះឮដល់ម្ដាយរបស់នាងនោះឡើយគឺហាក់បីដូចជា Carrie នឹងខ្លាច Margaret ម្ដាយរបស់នាងយ៉ាងខ្លាំងរហូតធ្វើឲ្យធុងទឹកនៅក្នុងបន្ទប់មួយនេះបែកខ្ចាយហើយមិត្តភក្តិរបស់នាងក៏បានរួចខ្លួនតែត្រឹមហ្នឹង Margaret ក៏បានមកយក Carrie ត្រឡប់ទៅផ្ទះវិញដោយតាមផ្លូវនេះគាត់អត់មាននិយាយអីមួយម៉ាត់ទៅដល់ផ្ទះភ្លាម Carrie នាងព្យាយាមប្រាប់ម្ដាយថាមិនបានជាគាត់អត់ប្រាប់នាងចឹងថាឈាមនោះគឺជាឈាមរដូវប៉ុន្តែ Margaret អត់ស្ដាប់ហេតុផលនោះឡើយចូលទៅដល់ក្នុងផ្ទះភ្លាម Margaret ចាប់ផ្ដើមស្រែកទៅកាន់កូនយ៉ាងខ្លាំងថាម៉េចបានជាបណ្ដាលជាមួយនោះហូរចេញមកតែកូនមានដឹងអត់ថានោះគឺជាអំពើបាបដែល Margaret នេះទាំងអស់គ្នាគឺជាមនុស្សដែលងប់ងល់ទៅនឹងអបិយជំនឿយ៉ាងខ្លាំងដែលគាត់គិតថាការមកឈាមថ្ងៃខែមួយនេះការរួមភេទហើយនឹងការជួបជុំមានមិត្តភក្តិឬក៏មានមិត្តប្រុសអីហ្នឹងគឺសុទ្ធតែជាអំពើបាបទាំងអស់ដែលគាត់តែងតែប្រើហិង្សានិងបិទសិទ្ធិសេរីភាពទៅកាន់ Carrie គ្រប់ពេលដោយសារហេតុផលមួយនេះហើយទើបបានជា Carrie ធំឡើងជាមនុស្សដែលខ្លាចគេគ្រប់គ្នាហើយគ្មានមនុស្សណាម្នាក់ចង់រាប់អាន Carrie នោះឡើយដោយសារតែ Margaret អត់ចង់ឲ្យ Carrie សាងបាបបន្តទៀតហើយលើកណាក៏ដោយឲ្យតែ Carrie ធ្វើខុស Margaret តែងតែដាក់ឃុំកូនស្រីខ្លួនឯង Carrie នឹងចូលទៅក្នុងបន្ទប់ក្រោមចរាមួយនេះដើម្បីឲ្យនាងអធិដ្ឋានហើយខ្មាលទោសដើម្បីលាងបាបពីនាងបានធ្វើ Carrie គ្រាន់តែឃើញបន្ទប់មួយនេះនាងភ័យយ៉ាងខ្លាំងហាក់បីដូចជាខ្លាចបន្ទប់មួយនេះយ៉ាងចឹងពីព្រោះដឹងឲ្យទាំងអស់គ្នា Margaret តែងតែឃុំឃាំង Carrie ឲ្យនៅក្នុងបន្ទប់មួយនេះជាច្រើនម៉ោងនិយាយហើយម្ដាយដ៏ចម្លែកមួយនេះក៏បានអូសកូនស្រីចូលទៅក្នុងបន្ទប់ Carrie នាងចាប់ផ្ដើមភ័យខ្លាំងហើយខឹងយ៉ាងខ្លាំងដល់ពេលដែលឃុំកូនស្រីខ្លួនឯងបានហើយសម្រាប់កំហឹងរបស់ Carrie ក៏បានបញ្ចេញជាថាមពលធ្វើឲ្យទ្វារមួយនេះប្រេះបែកជាពីរដែលធ្វើឲ្យ Margaret បានឃើញពីថាមពលកូនស្រីខ្លួនឯងជាលើកដំបូងដែលនាងធ្លាប់បានគិតថានេះមិនមែនជាកូនរបស់នាងនោះទេនាងគឺជាកូនបិសាចឬក៏ជាកូនសាតាំងដែលនឹងបំផ្លាញនាងនៅថ្ងៃណាមួយហើយស្រែកទៅកាន់ Carrie ថាកុំឲ្យព្រះដាក់ទណ្ឌកម្មកូនស្រីនាងអី Carrie ឆាប់បួងសួងហើយលាងបាបភ្លាមទៅចំណែក Chris ជាមិត្តរួមថ្នាក់របស់ Carrie វិញក្រោយពីធ្វើសកម្មភាព bully មកកាន់នាងរួចមកនាងក៏បាននឹកឃើញអំពើដ៏ស្មោកគ្រោកមួយទៀតគឺបានយកវីដេអូរបស់ Carrie ដែលថតបាននឹងបង្ហោះទៅលើអ៊ីនធឺណិតដើម្បីឲ្យ Carrie ខ្មាស់គេបន្ថែមទៀត
នៅព្រឹកឡើងម៉ោងកន្លះដដែលសិស្សទាំងអស់ក៏បានមកជួបជុំគ្នាដោយរាល់ដងអ្នកគ្រូ Richard អត់ចាំយូរទេក៏បានទៅស្ដីបន្ទោសអ្នកដែលបានធ្វើបាប Carrie កាលពីថ្ងៃមុនដែលក្នុងនោះមានដូចជា Sue និង Chris ព្រមទាំងមិត្តភ័ក្តិពួកនាងឯទៀតដោយគាត់ចង់ដាក់ពិន័យទៅកាន់សិស្សទាំងអស់នេះដែលបានពាក់ព័ន្ធទៅនឹងការធ្វើបាបមកកាន់ Carrie Chris ដែលជាកូនអ្នកមានហើយអាងក្នុងឪពុករបស់នាងអត់មានខ្លាចអ្នកគ្រូ Richard នោះឡើយអ្នកគ្រូ Richard គាត់ក៏គំរាមថាបើឯងអត់ចង់ទទួលពិន័យមួយនេះទេយើងនឹងដកឈ្មោះរបស់ឯងអត់អាចចូលរួមក្នុងកម្មវិធី Prom Night បានទេសិស្សគ្រប់គ្នាក្នុងនោះមាន Sue ម្នាក់ដែរហាក់ដូចជាដឹងកំហុសពីអីដែលនាងបានធ្វើដាក់ Carrie ហើយខ្លាចអត់បានចូលរួមក្នុងកម្មវិធី Prom ផងនាងក៏សុកចិត្តទទួលពិន័យដែលអ្នកគ្រូ Richard ដាក់ឲ្យប៉ុន្តែ Chris អត់យល់ព្រមទេថែមទាំងទៅជាគ្រូរបស់នាងយ៉ាងខ្លាំងហើយក៏បានដើរចេញពីទីនេះបាត់ទៅព្រឹកស្អែកឡើងជាថ្មី Carrie នាងមុខស្លាដោយភាពភ័យខ្លាចជាធម្មតាប៉ុន្តែលើកនេះវាចម្លែកខ្លាំងមែនតើពីព្រោះថាសិស្សគ្រប់គ្នាសម្លឹងមកកាន់ Carrie ដោយកខ្សែភ្នែកគួរឲ្យស្អប់ខ្ពើមហើយសើចច្បកនាងគ្រប់គ្នាដែលបានមិនទាន់តំណានប្រមាណផងនាងក៏បានឃើញថាសិស្សទាំងអស់បាននាំគ្នាសរសេរអក្សរប្រមាថមកកាន់នាងវិញទើប Carrie ដឹងថាវីដេអូអាម៉ាស់របស់ខ្លួនត្រូវបានបែកធ្លាយសរសៃទាំងអស់ Carrie នាងអត់ដឹងធ្វើម៉េចនោះទេគឺមានតែរងភាពអាម៉ាស់និងការប្រមាថពីមនុស្សជុំវិញខ្លួន Carrie នាងក៏បានដើរចូលទៅក្នុងបន្ទប់ទឹកហើយឆ្លុះកញ្ចក់ដោយតូចចិត្តនឹងខ្លួនឯងកាន់តែខ្លាំងថានាងធ្វើអីខុសបានជាខ្លួនត្រូវជួបរឿងអាក្រក់ក្នុងជីវិតដ៏ស្មោកគ្រោកបែបនេះដោយខូចចិត្តបូករួមទៅនឹងកំហឹងបែបនេះផងភ្លាមនោះកញ្ចក់ដែលនៅទល់មុខនឹងវាក៏ស្រាប់តែប្រេះបែកមួយរំពេច Carrie ឆ្ងល់យ៉ាងខ្លាំងហើយចាប់ផ្ដើមសង្ស័យដើម្បីសាកល្បង Carrie ក៏សាកប្រើធម៌ពលរបស់នាងលើកបំណែកកញ្ចក់ទាំងអស់នេះឡើងមកឃើញថាវាពិតជាការឡើងពិតមែនក៏ព្រោះតែ Carrie អត់ដឹងថាខ្លួនមានធម៌ពលនោះទេប៉ុន្តែពេលនេះនាងបានដឹងហើយថាខ្លួនមានធម៌ពលពីកំណើតបន្ទាប់ពីដឹងថាខ្លួនឯងមានធម៌ពលដ៏ចម្លែកមួយនេះ Carrie ក៏បានចូលទៅក្នុងបន្ទប់បណ្ណាល័យដើម្បីព្យាយាមស្វែងរកសៀវភៅដែលតាក់ទងទៅនឹងធម៌ពលចម្លែករហូតបានឃើញពិតមែនហើយព្យាយាមអានដើម្បីអនុវត្តធម៌ពលរបស់នាងឲ្យកាន់តែខ្លាំងនៅវេលាយប់ឡើង Carrie អានសៀវភៅទាំងនោះចប់ទាំងអស់នាងចាប់ផ្ដើមសាកប្រើធម៌ពលមួយនោះម្ដងទៀតភ្លាមនោះរឿងរ៉ាវដ៏អស្ចារ្យក៏បានកើតឡើងគឺនាងបានធ្វើឲ្យអ្វីៗគ្រប់យ៉ាងនៅក្នុងបន្ទប់របស់នាងពេលនេះអត់ដែតឡើងលើផុតពីដីទាំងអស់ដែល Carrie នាងចាប់ផ្ដើមដឹងពីធម៌ពលរបស់ខ្លួនយ៉ាងខ្លាំងព្រឹកស្អែកឡើង Chris សិស្សជំលើយម្នាក់នេះក៏បានដើរចូលដើម្បីមកនិយាយជាមួយនឹង Sue ដែលនាងអត់បានចូលរួមកម្មវិធី Prom មួយនោះគឺដោយសារតែ Carrie តែម្នាក់គឺជាមនុស្សចង្រៃដែលបានហាមឃាត់ឱកាសរបស់នាង Chris មកទីនេះគឺដើម្បីបញ្ចុះបញ្ចូល Sue ឲ្យចូលដៃជាមួយគ្នាពីព្រោះថានាងបានកំពុងតែរៀបគម្រោងការក្នុងការធ្វើបាប Carrie បន្តទៀតក្រោយពីស្ដាប់ចប់ហើយ Sue នាងអត់យល់ព្រមពីព្រោះថានាងចង់កែខ្លួនហើយចង់ធ្វើល្អដាក់ Carrie វិញដើម្បីលាងកំហុសដែលនាងបានធ្វើរួចនាងក៏បានដើរចេញពី Chris បាត់ទៅដោយមានខ្វល់ពី Chris ទៀតនោះឡើយចូលមកដល់ខែថ្មី Sue ក៏បានមកអង្គុយមើលមិត្តប្រុសរបស់នាងលេងកីឡានៅពេលដែលលេងរួចរាល់ហើយ Sue នាងមានអារម្មណ៍ថាខុសយ៉ាងខ្លាំងក៏បានប្រាប់សង្សាររបស់នាងដែលមានឈ្មោះថា Tommy ដើម្បីឲ្យគេធ្វើរឿងមួយជំនួសនាងគឺ Sue សុកចិត្តលះបង់ឱកាសចូលរួមក្នុងកម្មវិធី Prom មួយនោះជាមួយ Tommy គឺនាងចង់ឲ្យ Tommy ទៅអញ្ជើញ Carrie ជាដៃគូជំនួសវិញដើម្បីចូលរួមកម្មវិធី Prom មួយនោះជាមួយគ្នាដែលនាងសម្រេចចិត្តធ្វើបែបនេះគឺដើម្បីឲ្យ Carrie សប្បាយចិត្តហើយខ្លួននាងផ្ទាល់ក៏នឹងអាចលាងកំហុសបានខ្លះ Tommy ក៏ជាមនុស្សម្នាក់ដែលតែងតែចូលរួមសើចចំអកមកកាន់ Carrie ផងដែរគេលឺអញ្ចឹងអត់យល់ព្រមជួយទេប៉ុន្តែដោយសារតែឃើញ Sue អង្វរខ្លាំងពេកគេក៏យល់ព្រមតែម្ដងព្រឹកស្អែកឡើងអត់ទាន់ Tommy គឺជាមនុស្សដែលមានប្រជាប្រិយភាពក្នុងសាលាហើយថ្ងៃនេះវាគឺជាថ្ងៃដ៏កាន់តែចម្លែក Tommy ក៏បែរជាទៅអង្គុយនិយាយក្បែរ Carrie ដែលនាងកំពុងតែអង្គុយត្មងត្មោតែម្នាក់ឯងដោយសារតែនាងតែងតែត្រូវគេធ្វើបាប Tommy អត់ចាំយូរនោះឡើយក៏បបួល Carrie ឲ្យធ្វើជាដៃគូក្នុងកម្មវិធី Prom តែម្ដង Carrie នាងអត់ឆ្លើយអីទាំងអស់ពីព្រោះថាសុកមនុស្សដូចជា Tommy ដែលតែងតែធ្វើបាបនិងសោយចំអកនាងកន្លងមកនឹងបែរជាមកសុំនាងដើម្បីធ្វើជាដៃគូក្នុងកម្មវិធី Prom មួយនោះទៅវិញហើយនាងដឹងទៀតថានេះគ្រាន់តែជាល្បិចកលដើម្បីបញ្ឆោតនាងក្នុងការធ្វើបាបនាងតែប៉ុណ្ណោះ Carrie ក៏បានរត់យ៉ាងលឿនចេញពីវងមនុស្សទាំងអស់ហ្នឹងហើយក៏មកអង្គុយយំនៅក្នុងបន្ទប់ locker ភ្លាមនោះអ្នកគ្រូ Richard ក៏បានដើរចូលមកដើម្បីសួរនាំ Carrie ឲ្យដឹងរឿង Carrie ក៏បានប្រាប់ថាមនុស្សដែលតែងតែធ្វើបាបនាងកន្លងមកដូចជា Tommy នាងបានអញ្ជើញនាងឲ្យចូលរួមទៅក្នុងកម្មវិធី Prom មួយនោះ
អ្នកគ្រូឮហើយគាត់ក៏បានលើកទឹកចិត្តឲ្យ Carrie យល់ព្រមទៅហើយគាត់ក៏នឹងទៅសួរ Tommy ឲ្យដឹងរឿងជាមួយនឹង Sue ផងដែរថាកាលដែល Tommy អញ្ជើញ Carrie ឲ្យចូលទៅក្នុងកម្មវិធីមួយនោះវាគឺជាភាពស្មោះត្រង់ដែរឬទេគាត់ក៏និយាយថាបើសិនជាឯងកំពុងតែលេងល្បីជាមួយនឹង Carrie ដោយគ្រាន់តែធ្វើបាបនាងនោះឯងដឹងហើយថានឹងមានរឿងអ្វីកើតឡើងជាមួយនឹងយើងពួកគេទាំងពីរនាក់ឮហើយក៏បាននាំគ្នាដើរចេញប៉ុន្តែពួកគេក៏និយាយចុងក្រោយថាពួកគេអត់មានបំណងអ្វីដើម្បីធ្វើបាប Carrie នោះឡើយពេលចប់ម៉ោងរៀន Carrie នាងដើរមកផ្ទះប៉ុន្តែភ្លាមនោះនាងក៏បែរជាឃើញ Tommy ឈប់ឡើងហើយរងចាំនាងនៅកន្លែងមួយហ្នឹង Carrie ដោយសារតែខ្លាចម្ដាយនាងឃើញថាមានមនុស្សប្រុសមកបែបនេះនាងក៏បានប្រាប់ Tommy ឲ្យប្រញាប់ចេញទៅ Tommy គេអត់ព្រមចេញទៅណាពីព្រោះថាគេនៅតែអង្វរ Carrie ទៅជាមួយគេទៅគេអត់មានបំណងអ្វីធ្វើបាបនាងទេគឺបបួលនេះដោយភាពស្មោះត្រង់គឺចង់បាន Carrie ជាដៃគូចូលរួមក្នុងកម្មវិធីប្រមួយនោះពិតមែន Carrie ក៏សួរថាចុះស៊ូវិញមិនក៏លោកមិនបបួលនាងទៅមិនក៏មករវល់ជាមួយនឹងខ្ញុំទៅវិញ Tommy គឺឆ្លើយថាស៊ូនាងរវល់ហើយនាងក៏ចង់ទៅចូលរួមកម្មវិធីនោះដែរកំពុងតែនិយាយនោះ Margaret ក៏បានបើកឡានចើតមកដល់ Carrie ដោយសារតែខ្លាចម្ដាយឃើញនាងក៏បានឆ្លើយយល់ព្រមតែម្ដងទៅហើយ Tommy គ្រាន់តែទទួលបានចម្លើយមួយនេះគេក៏ប្រញាប់ចេញទៅវិញទាំងសប្បាយចិត្តមែនតើនៅព្រឹកថ្ងៃមួយ Carrie ដើរតាមម្នាក់ឯងដើរទៅក៏បានឆ្លងកាត់ហាងលក់សម្លៀកបំពាក់មួយកន្លែងចូលទៅដល់ Carrie នាងអត់មានលទ្ធភាពទិញវីនោះឡើយដែលសកម្មភាពរបស់ Carrie ពេលហ្នឹងត្រូវបាន Chris និងមិត្តអ្នកឯទៀតលួចមើលហើយដឹងថា Carrie ប្រកាសជាកំពុងតែត្រូវបាននរណាម្នាក់អញ្ជើញទៅចូលរួមក្នុងកម្មវិធីប្រមួយនោះហើយដែលនាងចាប់ផ្ដើមមានគំនិតស្មោកគ្រោកមួយរំពេចយប់ថ្ងៃដាល់ហ្នឹង Carrie នាងក៏បានមកដល់ផ្ទះរៀងយប់ Margaret ភ័យខ្លាចមែនទែនហើយក៏បានសួរនាំកូនថាកូនមកពីណា Carrie ចូលទៅក្នុងផ្ទះក៏បានឆ្លើយប្រាប់តាមត្រង់តែម្ដងថានាងត្រូវបានមិត្តភក្តិរបស់នាងនៅក្នុងសាលាឈ្មោះថា Tommy អញ្ជើញនាងជាដៃគូទៅចូលរួមក្នុងកម្មវិធី Prom Night មួយនោះហើយនាងក៏បានប្រាប់ម្ដាយថាខ្លួនបាននិយាយថាយល់ព្រមក្នុងការចូលរួមកម្មវិធីនោះជាមួយគ្នានៅសប្តាហ៍ក្រោយនេះហើយក្រោយពីនិយាយជាមួយនឹងម្ដាយហើយ Margaret ចាប់ផ្ដើមស្លន់ស្លោហើយខឹងកូនស្រីយ៉ាងខ្លាំងពីព្រោះថាអីដែលកូនស្រីកំពុងតែធ្វើនេះវាសុទ្ធតែជាអំពើបាបទាំងអស់ហើយហាមពមៀនកូនអត់ឲ្យ Carrie ទៅចូលរួមក្នុងកម្មវិធីនោះឡើយដែល Margaret ដឹងយ៉ាងច្បាស់ថាបើសិនជា Carrie ចូលក្នុងកម្មវិធីមួយនោះកូនស្រីរបស់គាត់នឹងត្រូវជួបនៅភាពអាម៉ាស់ Carrie នឹងត្រូវបានគេធ្វើបាបសោយចំអកហើយប្រមួយនោះមិនមែនជាកន្លែងសប្បាយអីនោះទេវាគឺជាកន្លែងកលេសតណ្ហានិងការប្រើល្បិចថោកទាបដើម្បីធ្វើបាបកូនស្រីរបស់នាងតែប៉ុណ្ណោះគាត់និយាយទៀតថាកន្លែងនោះមិនមែនជាកន្លែងសប្បាយអីទេប៉ុន្តែវាគឺជាកន្លែងនៃសេចក្តីស្លាប់ដែល Margaret និយាយហ្នឹងគឺដូចដឹងមុនអញ្ចឹងទាំងអស់គ្នា Carrie នាងក៏វិក្បាលទទួលយកអត់បានទេពីព្រោះថានាងចង់ចូលរួមកម្មវិធីមួយនោះខ្លាំងមែនទែនហើយក៏ចង់ជួបមនុស្សថ្មីៗផងដែរហើយ Margaret នេះក៏បានបង្ខំឲ្យ Carrie នឹងបួងសួងអធិដ្ឋានទៅកាន់ព្រះនៅក្នុងបន្ទប់មួយនេះដើម្បីលាងបាប Carrie អត់យល់ព្រមទេហើយទាំងពីរអ្នកម្ដាយកូននេះក៏ចាប់ផ្ដើមឆ្លោះប្រកែកគ្នាកាន់តែខ្លាំងដោយសារតែការបង្ខិតបង្ខំនិងការឃុំឃាំងបិទសិទ្ធិសេរីភាពរបស់ខ្លួនឯងខ្លាំងពេក Carrie កំហឹងរបស់នាងមានកាន់តែខ្លាំងក៏ជ្រុលបញ្ចេញថាមពលរបស់នាងដែលគួរខ្លាចនឹងធ្វើឲ្យគ្រប់យ៉ាងនៅក្នុងផ្ទះមួយនេះហោះអណ្ដែតឡើងលើទាំងអស់ Margaret ស្រែកទាំងភាពភ័យខ្លាចពីព្រោះអីដែលគាត់ភ័យខ្លាចកន្លងមកនឹងពេលនេះវាបានបញ្ចេញឲ្យគាត់បានឃើញហើយ Margaret គាត់ភ័យហើយខ្លាចកូនស្រីរបស់គាត់មែនតើហើយគាត់ក៏បានជេរទៅកាន់ Carrie ថានាងគឺជាស្រីធ្មប់នាងស្រីធ្មប់ចង្រៃនាងមិនមែនជាកូនស្រីរបស់ខ្ញុំនោះឡើយហើយឯងនឹងចុះនៅរស់ងាប់ជាមិនខាននេះ Carrie ទទួលយកពាក្យជេររបស់ម្ដាយអត់បានទេក៏បានប្រើថាមពលចាប់លើកម្ដាយរបស់នាងផុតពីដីហើយនិយាយទៅកាន់ម្ដាយចុងក្រោយថាម៉ាក់បិទសិស្សរបស់ខ្ញុំយូរហើយមិនថាមានរឿងអីកើតឡើងទេខ្ញុំនឹងនៅតែចូលរួមក្នុងកម្មវិធីមួយនោះដដែលទេដែល Carrie នាងមិនបានដឹងនោះឡើយថាអីដែលម្ដាយរបស់នាងប្រាប់នឹងគឺសុទ្ធតែជាការពិតទាំងអស់ដែលនឹងកើតឡើងនៅយប់ដ៏គួរឲ្យសោកសៅមួយនោះ Carrie នាងក៏ទម្លាក់ម្ដាយរបស់នាងចុះមកវិញដោយ Margaret លែងហ៊ាននិយាយអ្វីទាំងអស់នៅថ្ងៃបន្ទាប់មកទៀត Carrie ក៏នឹកចង់ច្នៃម៉ូដសម្លៀកបំពាក់របស់នាងឲ្យស្អាតដើម្បីពាក់ទៅចូលរួមនៅក្នុងកម្មវិធីមួយនោះដែល Margaret បានត្រឹមតែអង្គុយសម្លឹងមើលកូនស្រីខ្លួនឯងដោយភាពភ័យខ្លាចតែប៉ុណ្ណោះចំណែកឯ Chris អត់ចោលមារយាទថោកទាបរបស់នាងនោះឡើយក្រោយពីដឹងថា Carrie បានចូលរួមនៅក្នុងកម្មវិធី Prom មួយនោះហើយនាងក៏បានទៅប្រាប់សង្សារដ៏អាក្រក់របស់នាងដូចគ្នាហ
ហើយអាសង្សារមួយនេះវាដូចគ្នាទៀតក៏បានបើកឡាននាំ Chris និងបាក់ពួកគ្នាវាអាទៀតនឹងជិះទៅកាន់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងហេតុផលមួយនោះគឺចាក់កជ្រូកមួយក្បាលដើម្បីយកឈាមជ្រូកមួយធុងទៅស្រោចលើ Carrie ក្នុងគោលបំណងឲ្យ Carrie ខ្មាស់គេហើយคล้ายទៅជាម្ចាស់ស្ត្រីនៃឈាមក្រោយពីពួកនេះបានឈាមជ្រូកមួយធុងហើយ Chris និងសង្សាររបស់នាងក៏បាននាំគ្នារៀបចំអន្ទាក់នៅលើវេទិកាដែលគ្រូនឹងរៀបចំកម្មវិធី prom មួយនោះដោយពួកគេចាប់ផ្ដើមរកឈាមមួយធុងនឹងឡើងទៅផ្នែកខាងលើឲ្យចំកន្លែងដែល Carrie នាងនឹងឈរនៅកន្លែងហ្នឹងដោយនៅពេលដែលវេលាមកដល់ឈាមមួយធុងនេះនឹងស្រោចពេញខ្លួនរបស់ Carrie តែម្ដងក្រោយពីរៀបចំអន្ទាក់មួយនេះហើយប្រហែលថ្ងៃបន្តមកទៀតថ្ងៃនៃកម្មវិធី prom មួយនេះក៏បានចាប់ផ្ដើមមនុស្សគ្រប់គ្នាទាំងប្រុសទាំងស្រីតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងនោះក៏មាន Carrie ផងដែរនាងចាប់ផ្ដើមតែងខ្លួនយ៉ាងស្រស់ស្អាតស្លៀករ៉ូបពណ៌កុលាបដែលខុសឆ្ងាយពី Carrie ពីមុន Carrie នាងឈរញឹមនៅមុខកញ្ចក់ដើម្បីរង់ចាំ Tommy មកទទួលនាងយកទៅខណៈពេលដែល Carrie កំពុងតែរៀបចំខ្លួន Margaret ក៏បានឈរនៅពីក្រោយហើយចាប់ផ្ដើមនិយាយពីចុងក្រោយទៅកាន់កូនស្រីដោយលួងលោមថាកូនស្រីម្ដាយអត់ទាន់យឺតពេលទេកូនកុំទៅកន្លែងមួយនោះអីពួកគេគ្រាន់តែចង់ធ្វើបាបកូនតែប៉ុណ្ណោះហើយកូននឹងត្រូវខូចចិត្តទាំងនេះវាសុទ្ធតែជាអំពើបាបប្រាប់ក្មេងប្រុសនោះទៅថាកូនឈឺហើយអត់អាចទៅចូលរួមបាននេះ Carrie នាងអត់ស្ដាប់ហេតុផលម្ដាយរបស់នាងអីនោះឡើយគឺនៅតែអត់យល់ព្រមនេះហើយប្រកែកយ៉ាងដាច់ខាតថានេះគឺជាអាការរបស់នាងហើយដែលអាចបង្ហាញខ្លួននៅក្នុងកម្មវិធីមួយនោះហើយនាងនៅតែចង់ចូលរួមកម្មវិធី prom មួយនោះយ៉ាងខ្លាំងដោយលួងលោមនិងស្រែកអង្វរ Carrie លែងស្ដាប់ Margaret ក៏បានគំរាមកូនស្រីថាអត់អីទេអញ្ចឹងម៉ាក់នឹងប្រាប់ការពិតទាំងអស់ប្រាប់ទៅកាន់ក្មេងប្រុសម្នាក់នោះថាឯងមិនមែនជាមនុស្សទេឯងគឺជាស្រីធ្មប់ស្រីបិសាចសាតាំងហើយក្មេងប្រុសម្នាក់នោះនឹងខ្លាចឯងស្របពេលនោះដែរ Tommy ក៏បានជិះឡានមកដល់ល្មមរួចក៏ចាប់ផ្ដើមគោះទ្វារផ្ទះរបស់ Carrie ដោយខ្លាចម្ដាយប្រាប់រឿងនេះទៅកាន់ Tommy អញ្ចឹង Carrie នាងខឹងយ៉ាងខ្លាំងក៏បានប្រើធម្មពលមួយនេះបំបិទមាត់ម្ដាយរបស់នាងអត់អាចនិយាយអ្វីបានទៀតនោះឡើយហើយក៏បានរុញ Margaret ឲ្យចូលទៅក្នុងកូនបន្ទប់មួយនោះលែងឲ្យនាងមានសិទ្ធិសេរីភាពទៀតហើយបន្ទាប់ពីឃុំម្ដាយរបស់ខ្លួនឯងរួចនាងក៏បាននិយាយថាម៉ាក់ឲ្យខ្ញុំទៅខ្ញុំនឹងត្រឡប់មកផ្ទះវិញទេថារួច Carrie ក៏បានប្រើធម្មពលផ្សារកន្លឹះទ្វារមួយនេះឲ្យរលាយចូលគ្នាដែលអត់ឲ្យ Margaret ចេញមកខាងក្រៅបានឡើយក្រោយពីបញ្ចប់រួចរាល់ហើយ Carrie ក៏បានចេញមកខាងក្រៅហើយក៏បានជួបជំនុំ Tommy ពិតមែនដែល Tommy គ្រាន់តែឃើញ Carrie អញ្ចឹងគេមើលឡើងផ្លឹករួចពួកគេក៏មកដើរគ្នាជិះឡានដើម្បីមកដល់ទីតាំងនៅក្នុងកម្មវិធីមួយនោះតែម្ដងចេញមិនទាន់តែបានប្រមាណផង Margaret ដែលជាប់ឃុំនៅក្នុងបន្ទប់ម្នាក់វិញក៏បានព្យាយាមហែកទ្វារដែលកំពុងតែប្រេះស្រាប់ផងហើយក៏បានទម្លុះចង់ចេញមកខាងក្រៅដោយយើងក៏មិនដឹងថា Margaret មានបំណងឬក៏ផែនការអ្វីដើម្បីធ្វើមកដាក់ Carrie អីទៀតនោះឡើយក៏លេចមកមើលកម្មវិធី prom នេះវិញក្រោយពី Tommy និង Carrie បានមកដល់ Carrie ពិតជាមានសេចក្តីសុខយ៉ាងខ្លាំងពីព្រោះថានាងអត់ដែលទទួលបានអារម្មណ៍មួយនេះតាំងតែពីតូចមកម្ល៉េះទៅដល់កន្លែងមួយនោះមិនបានប្រមាណផង Tommy ក៏បានអញ្ជើញ Carrie ឲ្យឡើងរាំជាមួយនឹងខ្លួន Carrie នាងក៏បានយល់ព្រមហើយកម្មវិធីមួយនេះពិតជារៀបចំបានល្អឥតខ្ចោះមែនទែនដែល Carrie នាងអត់ទាន់ដឹងខ្លួននោះទេថានាងនឹងក្លាយជាជនរងគ្រោះនៅក្នុងយប់មួយនេះដែលកំពុងតែរវល់តែសប្បាយនេះមិត្តភ័ក្តិរបស់ Chris វិញក៏បានបើកទ្វារឲ្យ Chris និងសង្សាររបស់នាងលួចចូលមកក្នុងកម្មវិធីមួយនេះដោយគ្មាននរណាម្នាក់បានដឹងទាល់តែសោះ Chris និងមិត្តភ័ក្តិរបស់នាងក៏បានឡើងទៅផ្នែកខាងលើដែលជាកន្លែងដែលពួកគេរៀបចំអន្ទាក់ដើម្បីទម្លាក់ឈាមជ្រូកមួយនោះស្រោចទៅលើ Carrie Tommy ជាមួយនឹង Carrie ក្រោយពីរាំជាមួយនឹងគ្នារួចមកពួកគេក៏មកអង្គុយវិញ Carrie នាងក៏បានចាប់អារម្មណ៍ទៅលើកៅអីមួយគូដែលគេដាក់រៀបទៅនឹងលើឆាកដែលប្រើសម្រាប់ទៅ prom queen និង prom king តែប៉ុណ្ណោះភ្លាមនោះកម្មវិធីទាំងមូលក៏បានប្រកាសថាពេលនេះគឺជាពេលដែលដៃគូទាំងអស់គ្នាចាប់ផ្ដើមលេងហ្គេមដើម្បីបោះឆ្នោតជ្រើសរើសថាគូមួយណាដែលស័ក្តិសមក្នុងការទទួលបានសិទ្ធិមកអង្គុយជាលក្ខណៈគូស្នេហ៍នៅលើវេទិកាមួយនេះ Tommy ឮហើយក៏បានប្រាប់ Carrie ថាពួកគេលេងដែរទៅពីព្រោះថាពួកគេអាចជាគូដែលបានអង្គុយនៅលើកៅអីដ៏ស្រស់ស្អាតមួយនោះ Carrie ថាវាអត់អាចទៅរួចទេពីព្រោះថាគ្រប់គ្នាស្អប់នាងទាំងអស់បន្ទាប់មកមិត្តភ័ក្តិរបស់ Chris ក៏បានដើរចែកស្លឹកឆ្នោតទៅកាន់មនុស្សទាំងអស់ហ្នឹងដើម្បីជ្រើសរើសគូដែលស័ក្តិសម Tommy ក៏បានប្រាប់ឲ្យ Carrie នឹងគូឈ្មោះរបស់ពួកគេទៅហើយការបោះឆ្នោតមួយនេះក៏បានបញ្ចប់ស្លឹកឆ្នោតនៅក្នុងធុងទាំងអស់
ក៏ត្រូវបានប្រមូលដោយគ្នារបស់ Chris ហើយពួកគេក៏បានផ្លាស់ប្ដូរសញ្ញាឆ្នោតទាំងអស់ហ្នឹងដោយដាក់តែសញ្ញាឆ្នោតរបស់ Carrie និង Tommy គឺជាអ្នកឈ្នះតែប៉ុណ្ណោះសរុបលទ្ធផលទៅពិធីករក៏ចាប់ផ្ដើមប្រកាសដែលដៃគូដែលឈ្នះនោះគឺ Carrie និង Tommy ហើយ Carrie នេះគ្រាន់តែលើគេប្រកាសឈ្មោះអញ្ចឹងនាងរំភើបរកអរិយាបាននេះចំណែក Chris អណាវិញឃើញឱកាសរបស់ខ្លួនចិត្តនឹងមកដល់នាងក៏បានផ្ញើសារទៅកាន់ស៊ូថាមិត្តរបស់ឯងមើលទៅដូចជាសប្បាយខ្លាំងណាស់ប៉ុន្តែនាងសប្បាយបានយូរឯងស៊ូក្រោយពីឃើញសារអញ្ចឹងនាងក៏ប្រញាប់ចាក់ចេញពីផ្ទះដើម្បីធ្វើដំណើរមកកាន់កម្មវិធីព្រមហ្នឹងពីព្រោះថានាងដឹងថា Carrie កំពុងតែត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនៅក្នុងកម្មវិធីនេះវិញ Tommy និង Carrie ក៏បានដើរសម្ដែងទៅលើឆាកដែលអារម្មណ៍រំភើបក្នុងចំណោមមនុស្សទាំងអស់នៅពេលឡើងទៅដល់ Carrie ចាប់ផ្ដើមចាប់ដៃរបស់ Tommy យ៉ាងកក់ក្ដៅដែល Carrie នាងឈរនៅចំកន្លែងដែលធុងឈាមជ្រូកនោះនៅចំពីលើក្បាលតែម្ដងភាពសប្បាយមិនទាន់តែបានយូរផង Chris ក៏ចាប់ផ្ដើមទាញធុងឈាមជ្រូកមួយនោះហើយធ្លាក់ចាក់ស្រោចស្រពលើខ្លួនប្រាណរបស់ Carrie គួររន្ធត់មែនទែនពីព្រោះថានេះវាគឺជាការយល់សប្តិឬក៏ជាការប៉ັດមនុស្សគ្រប់គ្នាក្រោយពីឃើញ Carrie ត្រូវបានឈាមជ្រូកស្រោចស្រពពេញខ្លួនបែបនេះពួកគេស្លុតចិត្តគ្រប់គ្នាហើយភ្ញាក់ផ្អើលសម្លឹងទៅកាន់ Carrie ទាំងអស់ Carrie នាងធ្វើអីលេងចាញ់ហើយអីដែលកាន់តែអាក្រក់ទៀតនោះពួកវាទាំងអស់នោះធ្វើបាប Carrie មិនអស់ចិត្តហើយពួកគេក៏ចាក់វីដេអូមកឈាមរដូវរបស់ Carrie នឹងចាក់ផ្សាយពេញស្លាយនៅក្នុងកម្មវិធីមួយនេះទាំងមូលមនុស្សគ្រប់គ្នាដើរមាញ់នេះម្នាក់ភ្ញាក់ផ្អើលហើយអាណិត Carrie គ្រប់គ្នាដោយគ្រាន់តែឃើញវីដេអូមួយនេះចេញមកភ្លាមពួកគេក៏ស្រាប់តែសើចចំអកហើយប្រមាថមាក់ងាយមកកាន់ Carrie គ្រប់គ្នាតែម្ដង Chris បន្ទាប់ពីឃើញគម្រោងដែលខ្លួនបានរៀបចំហើយបានសម្រេចបែបនេះនាងពេញចិត្តយ៉ាងខ្លាំងហើយចាប់ផ្ដើមសើចចំអកមកកាន់ Carrie ដែលសង្សាររបស់នាងក៏បានបញ្ញាប់ដោះដៃនាងចូលទៅដើម្បីកុំឲ្យគេចាប់ទាន់ចំណែក Carrie ក៏អាណិតក្រោយពីត្រូវបានគេសើចចំអកធ្វើបាបនិងស្រោចឈាមជ្រូកពេញខ្លួនឯងបែបនេះនាងទទួលយកអត់បាននោះទេហើយចាប់ផ្ដើមគិតពីសម្ដីម្ដាយដែលបានហាមនាងកុំឲ្យមកកម្មវិធីមួយនេះឥឡូវនេះវាដូចជាការនិយាយពិតមែនកំហឹងរបស់ Carrie មានកាន់តែខ្លាំងហើយ Tommy វិញគេក៏ទទួលយករឿងនេះអត់បានដែររំពេចនោះធុងដៃដែលស្រោចឈាមមិញហ្នឹងដោយសារតែចងអត់ជាប់វាក៏បានរបូតធ្លាក់ចុះមកចំក្បាល Tommy មួយទំហឹងបណ្ដាលឲ្យគេដេកស្លាប់ក្នុងថ្លុកឈាមស្ដាយមែនតើចំណែកស៊ូវិញនាងមកទីនេះអត់អាចជួយអ្វីបាននោះឡើយគឺបានត្រឹមតែឈររន្ធត់ភ្ញាក់ផ្អើលមើលមកកាន់ទស្សនភាពដ៏គួរឲ្យរន្ធត់មួយនេះតែប៉ុណ្ណោះ Carrie ដែលត្រូវបានឈាមស្រោចស្រពពេញខ្លួនបែបនេះក្រោយពីឃើញ Tommy ដេកស្លាប់គួរឲ្យរន្ធត់ចាងនាងទួយសោកយ៉ាងខ្លាំងពេលនោះនាងទប់កំហឹងលេងបានហើយហើយឈាមដែលប្រឡាក់ខ្លួនរបស់នាងក៏បានហោះឡើងលើហើយស្រាប់តែអ្នកគ្រូវិឆាក៏បានចូលមកជួយ Carrie លេងទុកចិត្តដល់ណាទាំងអស់ក៏ប្រើធម្មពលរបស់នាងច្រានគ្រូរបស់នាងឡើងប៉ាងមនុស្សគ្រប់គ្នាភ័យភ្ញាក់ផ្អើលមែនតើហើយស្រាប់តែអំពូលភ្លើងនៅក្នុងនឹងញាក់រួចក៏ Carrie ប្រើធម្មពលរបស់នាងដើម្បីសម្លាប់មនុស្សទាំងអស់ហ្នឹងហើយបំផាំងពួកនោះឡើងខ្ទាតហើយសម្លាប់អ្នកណាដែលបានធ្វើបាបនាងកន្លងមកហ្នឹងឲ្យសមនឹងកំហឹងដែលនាងមានពេលនេះដែលការសម្លាប់មួយនេះវាសាហាវមែនតើមនុស្សទាំងអស់រត់ចាយជើងគ្នាចេញទៅក្រៅប៉ុន្តែ Carrie ប្រើធម្មពលបិទទ្វារទាំងអស់មិនឲ្យពួកគេណាមួយចេញទៅក្រៅបានទេចំណែកពីអ្នកឯណាវិញក៏បានដួលចំពុកជើងអត់ប្រយ័ត្នក៏ត្រូវវងមនុស្សទាំងអស់នេះរត់ជាន់ទៅលើពីម្នាក់ទៅម្នាក់រហូតបាយឈាមស្លាប់ទៅកម្មវិធីដ៏ធំមួយនេះចាប់ផ្ដើមប្រៀបដូចជានរកអញ្ចឹងភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ Carrie ក៏បានដុតមនុស្សទាំងអស់នោះឆេះទាំងរស់រួចនាងក៏បានបញ្ជាខ្សែភ្លើងទាំងអស់នេះឆក់ពួកនោះឲ្យស្លាប់តែហោប៉ុន្តែនាងអត់សម្លាប់គ្រូរបស់នាងនោះឡើយគឺទុកឲ្យគាត់នៅរស់រីឯបរិសម្នាក់នេះវិញបំរុងនឹងយកកាមេរ៉ាមកថតសកម្មភាពរបស់ Carrie ហើយតែក៏ត្រូវបាននាងប្រើធម្មពលយកតុកមកបំបុកបរិសម្នាក់នេះឲ្យស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់បរិសម្នាក់នេះរៀបនឹងកិច្ចឡើងចដាប៉ុន្តែក៏ត្រូវបានចដាវនេះគៀបបរិសនឹងឡើងបែកឈាមស្លាប់ហើយធម្មពលរបស់ Carrie លើកនេះក៏បានធ្វើឲ្យមនុស្សទាំងអស់ស្លាប់គ្មានរួចខ្លួនម្នាក់ឯងដោយអាគារទាំងមូលនេះក៏ត្រូវបានឆាបឆេះផ្អើលពេញទីក្រុង Carrie បន្ទាប់ពីសម្លាប់មនុស្សអស់ហើយនាងក៏បានហោះចេញមកខាងក្រៅឃ្លាភ្នែកទៅក៏បានឃើញ Chris និងមិត្តប្រុសដ៏អាក្រក់របស់នាងព្យាយាមបើកឡានចេញទៅ Carrie ដឹងភ្លាម
ថារឿងរ៉ាវទាំងអស់នេះសុទ្ធតែជាអំពើថោកទាបរបស់ Chris គឺជាអ្នកនៅពីក្រោយដូច្នេះ Carrie អត់លើកលែងឲ្យនោះទេក៏បានប្រើថាមពលដេញតាមឡានពួកគេ Carrie ក៏បានជន់ដីមួយទំហឹងរហូតធ្វើវាប្រេះបែកកាន់តែខ្លាំងហើយពីអ្នកនេះអត់អាចទៅមុខបានទេគឺដូចជារញ្ជួយដីអញ្ចឹង Chris និងសង្សាររបស់នាងភ័យយ៉ាងខ្លាំងក៏បានអាយ៉ាឡានថយក្រោយទៅផ្លូវផ្សេងបើកឡានមិនយូរប៉ុន្មានពួកគេក៏បានឃើញ Carrie ឈរនៅកណ្ដាលផ្លូវ Chris ក៏បញ្ជាមិត្តប្រុសរបស់នាងជន់គេឲ្យកប់ហើយសម្លាប់វាចោលទៅឡាននោះបើកមកកាន់តែខ្លាំងប៉ុន្តែក៏ថាមពលរបស់ Carrie គឺអស្ចារ្យមែនទែនបន្ទាប់ពីឡានមួយនោះខ្ទេចអស់សង្សាររបស់ Chris ក៏បានងាប់នៅក្នុងឡានមួយនឹងគឺនៅសល់តែ Chris ម្នាក់ដែលនៅរស់ Chris ខឹងនឹង Carrie យ៉ាងខ្លាំងដែលសម្លាប់មិត្តប្រុសរបស់នាងអត់ព្រមឈប់ត្រឹមនឹងឯងហើយក៏បានអាយ៉ាឡានថយក្រោយបានបន្តិចដើម្បីបំបុកសម្លាប់ Carrie ឲ្យស្លាប់នៅពេលនេះតែម្ដងប៉ុន្តែ Carrie ក៏បានប្រើថាមពលចាប់លើកឡានមួយនេះឲ្យផុតពីដីហើយ Chris នៅតែបន្តជន់ហ្គាកាន់តែខ្លាំងដែលកង់មួយនេះវាវល់ខ្លាំងមែនទែនណាទាំងអស់គ្នា Carrie ដោយសារតែអំណាចកំហឹងនិងការសងសឹកមួយនេះរួចក៏ស្រាប់តែហើយ Chris ក៏តៃហោងឆាបឆេះនៅក្នុងដាភ្លើងនេះទៅ Carrie នៅពេលនេះក៏បានដើរមកផ្ទះទាំងកដាលជប់ទាំងភាពហែលហាលពីព្រោះថាមពលរបស់នាងពេលហ្នឹងបានធ្វើឲ្យមនុស្សគ្រប់គ្នាស្លាប់អស់យ៉ាងច្រើននាងដើរត្រឡប់មកដល់ផ្ទះ Carrie ព្យាយាមស្រែកយំហៅម្ដាយរបស់នាងឲ្យមកជួយហើយនាងសុំទោសដែលអត់ជឿនៅអ្វីដែលគាត់បានប្រាប់ Carrie ក៏បានស្រែកហៅរកម្ដាយគ្រប់ទីកន្លែងនៅក្នុងផ្ទះប៉ុន្តែមិនដឹងថាបាត់គាត់ទៅទីកន្លែងណានោះទេបន្ទាប់មក Carrie ក៏បានទៅងូតទឹកដើម្បីសម្អាតឈាមទាំងភាពភ័យខ្លាចមែនទែនបន្ទាប់ពីសម្អាតខ្លួនរួចនាងចាប់ផ្ដើមស្រែកយំរកម្ដាយសារជាថ្មីខណៈពេលនោះ Margaret ក៏បានលេចចេញមកស្ងាត់ហើយក៏បានមកលួងកូនស្រីដោយនិយាយថានេះគឺជាអំពើបាបរបស់ពួកគេអញ្ចឹងកូនកុំគិតពីវាពេកអី Carrie នាងជុំកាន់តែខ្លាំងអាណិតម្ដាយនឹងខ្លួនឯងមែនតែនប៉ុន្តែ Margaret លើកនេះគាត់ចម្លែកមែនតែនដោយគាត់ចាប់ផ្ដើមនិយាយពីប្រវត្តិរបស់ Carrie ថាកូនមិនគួរណាកើតមកលើពិភពលោកមួយនេះនោះឡើយគឺដោយសារតែម៉ែបានសាងបាបជាមួយនឹងប៉ារបស់កូនកាលពីមុនគឺតែម្ដងឯងដែលកូននិយាយនឹងគឺតាក់ទងជាមួយនឹងការរួមភេទទាំងអស់គ្នាកាលនោះ Margaret មានការត្រេកត្រអាលនឹងតណ្ហាខ្លាំងណាស់ក៏បានបដៅខ្លួនបណ្ដាលឲ្យមានផ្ទៃពោះដោយចាប់តាំងពីពេលនឹងមក Margaret គិតថានេះគឺជាអំពើបាបដែលនាងបានសាងដោយគ្រាន់តែ Carrie សម្រាលចេញមកគាត់អត់ចង់ទុកជីវិតនាងទេប៉ុន្តែដោយសារតែភាពអត់ដាច់ចិត្តនេះ Margaret ក៏បានតាំងខ្លួនជាម្ដាយហើយក៏បានចិញ្ចឹម Carrie រហូតដល់ធំ Margaret ក៏បានប្រាប់ Carrie ថាកូនគឺជាបាបកម្មរបស់ម៉ែហើយថាមពលដែលកូនមាននេះមិនមែនជាអំណោយរបស់ព្រះនោះឡើយប៉ុន្តែវាគឺជាថាមពលនៃបិសាចជាថាមពលនៃធ្មប់ Margaret ក៏បាននិយាយចុងក្រោយថាឯងមិនគួរកើតមកទេឯងគួរតែងាប់តាំងតែពីកើតមកម្លេះនិយាយហើយ Margaret ក៏បានដកកំបិតចាក់សម្លាប់ Carrie ឡើងធ្លុះ Carrie នាងស្រែកដោយក្តីឈឺចាប់ហើយខឹងដោយចេញល្បិចកលរបស់ម្ដាយនាងទុកកំហឹងលែងបានហើយក៏ប្រើថាមពលកំហឹងមួយនេះស្រូបទាញយកវត្ថុមុតស្រួយនៅក្នុងផ្ទះមួយនេះហោះទៅចាក់ម្ដាយរបស់នាងចាក់ធ្លុះជាច្រើនកន្លែងជាប់ទៅនឹងទ្វារដែលត្រង់ឈុតនេះពិតជាអាណិត Margaret មែនតើបន្ទាប់ពីធ្វើរួច Carrie ចាប់ផ្ដើមអាណិតម្ដាយហើយក៏បានទៅជួយម្ដាយឲ្យរួចផុតពីសេចក្តីស្លាប់នាងយំអោប Margaret ដោយវិបដិសារីកាន់តែខ្លាំងដោយ Margaret ពេលនេះគាត់ចិត្តនឹងស្លាប់ហើយភ្លាមនោះស៊ូនាងក៏បានរត់ចូលមកដើម្បីមកមើល Carrie និងលួងលោមនាងឲ្យស្ងប់ចិត្តប៉ុន្តែការឈឺចាប់មួយនេះ Carrie អត់ចង់ជួបស៊ូនោះទេប៉ុន្តែនាងក៏និយាយមកកាន់ស៊ូជាចុងក្រោយថានោះគឺជាកូនស្រីនៅក្នុងពោះរបស់ឯងដោយចង្អុលទៅកាន់ពោះរបស់ស៊ូបន្ទាប់មកគ្រប់យ៉ាងនៅក្នុងផ្ទះមួយនេះវាចាប់ផ្ដើមបាក់ស្រុតហើយរង្គោះរង្គើកាន់តែខ្លាំង Carrie ក៏បានប្រើថាមពលរុញច្រានស៊ូឲ្យចេញផ្ទះរបស់នាងឲ្យឆ្ងាយហើយ Carrie ក៏ស្រែកដោយក្តីឈឺចាប់រហូតធ្វើឲ្យផ្ទះរបស់នាងរលំបាក់ស្រុតសង្កត់សម្រាប់នាងជាមួយនឹងម្ដាយគួរអាណិតមែនតើបន្ទាប់ពី Carrie បានស្លាប់ទៅស៊ូតែងតែយកផ្កាមកដាក់នៅលើភ្នាល់របស់នាងរហូតដែលសូម្បីតែ Carrie ស្លាប់ហើយនឹងទាំងអស់គ្នាផ្លាកឈ្មោះភ្នាល់របស់ Carrie ក៏ត្រូវបានគេសរសេរដាក់បដាសាជេរបតិចឲ្យនាងស្លាប់ទៅកាន់នរកទៅភ្លាមនោះដែរស៊ូនាងចាប់ផ្ដើមឈឺពោះសម្រាលកូនគ្រូពេទ្យព្
ជាយាមជួយសម្រាប់កូនឲ្យស៊ូទាំងភីលំបាកមែនតើហើយស៊ូនេះគឺស្រ័យយំដូចជា Margaret អញ្ចឹងភ្លាមនោះក៏ស្រាប់តែដែលនេះវាគ្រាន់តែជាការសម័យតែប៉ុណ្ណោះម្ដាយរបស់ស៊ូកំពុងតែនាំនាងទៅកាន់មន្ទីរពេទ្យហើយខ្សែភាពយន្ត Carrie 2013ក៏ត្រូវបានបញ្ចប់តែត្រឹមនេះសួស្តីប្រិយមិត្តអរគ្នាសូមស្វាគមន៍មកកាន់ Channel Snow Side ជាថ្មីថ្ងៃនេះខ្ញុំនឹងនាំយកខ្សែភាពយន្តរន្ធត់មួយដែលមានចំណងជើងថា Let Me In ដែលបានចេញផ្សាយនៅក្នុងឆ្នាំ2010ដែលខ្សែភាពយន្តមួយនេះគឺនិយាយអំពីក្មេងប្រុសម្នាក់តែងតែត្រូវបានមិត្តភក្តិរបស់គេនៅក្នុងសាលាធ្វើបាបជារៀងរាល់ថ្ងៃប៉ុន្តែគេគឺជាក្មេងដែលទន់ខ្សោយមិនដែលសូម្បីតែហ៊ានតដៃទៅកាន់ក្មេងប៊ូលីទាំងអស់នោះឡើយគេគឺជាក្មេងប្រុសម្នាក់ដែលមានភាពឯកាយ៉ាងខ្លាំងដោយសារតែភាពឯការបស់គេនេះហើយទើបបានជាថ្ងៃមួយគេបានជួបជាមួយនឹងក្មេងស្រីដ៏ចម្លែកម្នាក់ដែលទើបតែរើមករស់នៅក្បែរអាផាតមិនរបស់គេមិនយូរប៉ុន្មានពួកគេក៏បានក្លាយជាមិត្តភក្តិនឹងគ្នាសាបគប់ជាមួយនឹងគ្នាបានប្រមាណផងក្មេងប្រុសម្នាក់នេះចាប់ផ្ដើមសង្ស័យនឹងមិត្តភក្តិថ្មីរបស់គេកាន់តែច្រើនឡើងគឺហាក់បីដូចជានាងកំពុងតែព្យាយាមលាក់នៅអាថ៌កំបាំងអ្វីមួយដ៏គួរឲ្យរន្ធត់តើប្រិមត្តអរគ្នាចង់ដឹងថាតើអាថ៌កំបាំងរបស់ក្មេងស្រីម្នាក់នោះគឺជាអ្វីហើយតើអាថ៌កំបាំងនោះវាគួរឲ្យខ្លាចយ៉ាងណាទៅបានជាក្មេងប្រុសម្នាក់នេះមានការសង្ស័យបែបនេះបើប្រិមត្តអរគ្នាចង់ដឹងទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាណារឿងនេះបានកើតឡើងនៅក្នុងខែមីនាឆ្នាំ1983នៅតំបន់មួយដែលមានឈ្មោះថា Los Alamos នៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិកតាមនៃសាច់រឿងភ្លាមយើងឃើញថាមានឡានពេទ្យនិងឡានប៉ូលីសយ៉ាងច្រើនបោះសម្ដៅទាំងយប់យ៉ាងលឿនកាប់ព្រៃភ្នំតកកទៅកាន់មន្ទីរពេទ្យប៉ុន្តែយើងអត់ទាន់ដឹងថាមានរឿងអ្វីកើតឡើងនៅឡើយនោះទេប៉ុន្តែនៅក្នុងឡានពេទ្យមួយនោះមានអ្នកជំងឺម្នាក់ដែលមានស្នាមរលេះរលួយពេញខ្លួនហាក់បីដូចជាភ្លើងឆេះអញ្ចឹងក្រុមប៉ូលីសនិងគ្រូពេទ្យទាំងអស់នេះក៏បានបញ្ជូនបរិយាចម្លែកម្នាក់នោះទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅជាន់ទី10នៃមន្ទីរពេទ្យមួយនោះហើយសាច់រឿងក៏បានប្រាប់ឲ្យយើងដឹងតែម្ដងថាបរិយាម្នាក់នេះគឺជាឃាតករដែលព្យាយាមលាក់អត្តសញ្ញាណខ្លួនឯងមិនឲ្យប៉ូលីសបានស្គាល់មុខនោះទេគឺគេបានយកទឹកអាស៊ីតយកមកចាក់ស្រោចលើមុខខ្លួនឯងដែលធ្វើឲ្យក្រុមប៉ូលីសពិបាកនៅក្នុងការកំណត់អត្តសញ្ញាណយ៉ាងខ្លាំងបន្ទាប់ពីនេះយើងក៏បានឃើញលោកប៉ូលីសម្នាក់បានដើរចូលមកក្នុងមន្ទីរពេទ្យដែលហាក់បីដូចជាចង់ស៊ើបអង្កេតទៅលើរឿងក្តីមួយនេះយ៉ាងខ្លាំងប្រិមត្តអរគ្នាដោយសារតែសាច់រឿងមួយនេះអត់បានប្រាប់ឈ្មោះរបស់គាត់អញ្ចឹងឯងខ្ញុំសូមហៅគាត់ថាលោកប៉ូលីសតែម្ដងតើពីព្រោះថាមានការសង្ស័យកាន់តែខ្លាំងលោកប៉ូលីសម្នាក់នេះក៏បានចុះទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់បរិយាដែលជាឃាតករនឹងដើម្បីសួរចម្លើយប៉ុន្តែដោយសារតែផ្ទៃមុខនិងរាងកាយរបស់ឃាតករម្នាក់នេះរងរបួសធ្ងន់ខ្លាំងមែនទែនគឺគេមិនអាចនិយាយអ្វីបាននោះឡើយដោយសារតែឃើញបែបនេះលោកប៉ូលីសនឹងក៏បានយកខ្មៅដៃនិងកូនសៀវភៅតូចមួយចេញមកដាក់លើតុដើម្បីឲ្យឃាតករនេះមកសរសេរឆ្លើយឆ្លងជាមួយនឹងគាត់ព្រមទាំងចម្លើយសារភាពគ្រប់យ៉ាងដែលគេបានធ្វើប៉ុន្តែឃាតករនេះមិនបានផ្ដល់ចម្លើយអ្វីទាល់តែសោះលោកប៉ូលីសនេះក៏បានសួរថាតើឯងជានរណាហើយឯងគឺជាពួកឃាតករដែលពួកសាសនាសាតាំងបញ្ជូនមកមែនទេសំណួររបស់គាត់មួយនេះបានធ្វើឲ្យយើងដែលជាអ្នកទស្សនានេះមានការយល់ច្រឡំយ៉ាងខ្លាំងនិយាយបានតែត្រឹមនេះស្រាប់តែកលិនុបដ្ឋាយិកាម្នាក់បានហៅគាត់ទៅទទួលទូរស័ព្ទនៅផ្នែកខាងក្រៅលោកប៉ូលីសម្នាក់នេះក៏បានដើរចេញទៅទទួលទូរស័ព្ទមិនទាន់ទាំងបាននិយាយអ្វីច្រើនផងក៏ស្រាប់តែមានកលិនុបដ្ឋាយិកាម្នាក់ទៀតបានស្រែកយ៉ាងខ្លាំងចេញពីក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃបរិយាដែលជាឃាតករនឹងលោកប៉ូលីសម្នាក់នេះគាត់ស្លន់មែនតើក៏បានរត់សម្ដែងយ៉ាងលឿនថាតើមានរឿងអ្វីកើតឡើងនៅពេលដែលគាត់ទៅដល់ភ្លាមគាត់មានការតក់ស្លុតដោយសារតែបរិយាដែលជាឃាតករមិញហ្នឹងបានលួចសម្លាប់ខ្លួនពីជាន់ទី10នៃអគារមន្ទីរពេទ្យនេះគួរឲ្យរន្ធត់បាត់ទៅហើយយើងក៏ទាន់ដឹងដែរថាមានមូលហេតុអ្វីអពិតប្រាកដទើបបានជាឃាតករម្នាក់នេះសម្រេចចិត្តលួចសម្លាប់ខ្លួនបែបនេះប៉ុន្តែមុននឹងឃាតករម្នាក់នោះលួចសម្លាប់ខ្លួនគេក៏បានបង្ហាញយើងឃើញពីសៀវភៅណូតមួយនេះដែលឃាតករម្នាក់នោះបានសរសេរថា I'm sorry Abby សាច់រឿងក៏បានត្រឡប់ថយក្រោយរយៈពេល2សប្តាហ៍មុននឹងរឿងរ៉ាវទាំងអស់នេះបានកើតឡើងក៏បង្ហាញយើងឃើញពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Owen កំពុងតែអង្គុយលេងនៅក្បែរអាផាតមិនរបស់គេដែលគ្របដណ្ដប់ដោយព្រិលតក Owen គឺជាក្មេងប្រុសម្នាក់ដែលមានភាពស្ងប់ស្ងាត់យ៉ាងខ្លាំងហើយគេតែងតែត្រូវបានមិត្តភក្តិរបស់គេទាំង4នាក់ដែលមានដូចជា Kenny, Mark, Donald ហើយនិង Jimmy
ដែលធ្វើបាបគេនិងវាយដំគេរាល់ថ្ងៃដោយសារតែភ័យខ្លាចនឹងពួកប៊ូលីទាំងអស់នោះអូវែនមិនដែលប្រាប់ម្ដាយរបស់គេឲ្យបានដឹងនោះទេនៅពេលដែលគេកំពុងតែនៅក្នុងបន្ទប់អូវែនក៏ស្រាប់តែបានឃើញក្មេងស្រីចម្លែកម្នាក់អាយុស្មើៗទៅនឹងគេដែរបានរើមករស់នៅក្បែរនឹងអាផាតមិនរបស់គេហើយយើងក៏ឃើញមានបរិសុទ្ធចម្លែកម្នាក់កាន់វ៉ាលីដ៏ធំមួយដែលមើលទៅទំនងជាឪពុករបស់ក្មេងស្រីម្នាក់នោះដូចនេះដែរប៉ុន្តែរឿងដ៏គួរចម្លែកនោះក្មេងស្រីម្នាក់នោះអត់មានបានពាក់ស្បែកជើងនោះឡើយអូវែនគេចង់ដឹងមែនតើក៏សម្រេចចិត្តលួចមើលតាមប្រឡោះទ្វារមួយនេះទើបដឹងថាពួកគេគឺជាអ្នកចំណូលថ្មីបានរើមករស់នៅជាប់នឹងអាផាតមិនរបស់គេតែម្ដងព្រឹកស្អែកបន្ទាប់នៅក្នុងថ្នាក់រៀនរបស់អូវែនគេកំពុងតែសូត្រពាក្យស្លោកនៅក្នុងថ្នាក់រៀនជាធម្មតាកំឡុងពេលនោះដែរខានីក្មេងដែលជាមេក្រុមប៊ូលីនេះក៏បានយកអ្វីម្យ៉ាងមិនដឹងទេយកមកគប់អូវែនដែលត្រង់នេះទាំងអស់គ្នាខ្ញុំគ្រឹះណាស់ក្មេងម្នាក់នេះខ្លាំងមែនតើអូវែនដោយសារតែខ្លាចផងគេក៏មិនបានធ្វើអីដែរបន្ទាប់មកម៉ោងហាត់ទឹកនៅសាលារៀននៅពេលដែលអូវែនហៀបនឹងចេញទៅផ្ទះហើយហ្នឹងខានីដែលជាមេប៊ូលីហ្នឹងក៏បានមកដាល់អូវែនយ៉ាងខ្លាំងហើយជេរគេថាអាញីអាក្មេងញីខានីក៏បានទាញខោក្នុងរបស់អូវែននេះចេញមកក្រៅរហូតធ្វើឲ្យគេទ្រាំមិនបានហើយលេចនោមដាក់ខោតែម្ដងពួកក្មេងទាំងអស់នោះឃើញអញ្ចឹងវានាំគ្នាសើចចំអកអូវែនកាន់តែខ្លាំងនៅយប់មួយនោះដោយសារតែតូចចិត្តពេកអូវែនក៏បានយកកាបិតមួយនេះមកចាក់ដើមឈើចាក់ហើយចាក់ទៀតស្របពេលនោះដែរក្មេងស្រីចំណែកម្នាក់នោះក៏បានបង្ហាញខ្លួនមកកាន់គេដែលអូវែនបានឃើញការប្រយុទ្ធមាញ់ក្មេងទាំងពីរនាក់នេះគ្រាន់តែឃើញគ្នាហើយពួកគេចាប់ផ្ដើមយល់ពីចិត្តគ្នាហើយចាប់ផ្ដើមនិយាយអ្វីៗដែលតាក់ទងទៅនឹងជីវិតរបស់ពួកគេរៀងខ្លួនក្មេងស្រីម្នាក់នេះមិនបានប្រាប់ឈ្មោះទៅកាន់អូវែនទេដោយនាងគ្រាន់តែនិយាយថានាងមិនអាចខ្លាយជាមិត្តរបស់អូវែនបានទេនិយាយបានតែត្រឹមនេះនាងក៏បានដើរចេញទៅបានដោយយល់ថាក្មេងស្រីម្នាក់នេះនិយាយចម្លែកខ្លាំងពេកគេក៏មិនបានខ្វល់អ្វីពីនាងនោះដែរនៅយប់ដដែលមួយនោះនៅពេលដែលអូវែនកំពុងតែអង្គុយបៀមស្ករគ្រាប់តែម្នាក់ឯងនេះគេក៏បានឃើញបរិសុទ្ធចំណាស់ម្នាក់ដែលគេគឺជាឪពុករបស់ក្មេងស្រីចម្លែកម្នាក់នោះដែលបរិសុទ្ធចំណាស់ម្នាក់នេះមានឈ្មោះថាឆូម៉ាសបើយើងមើលទៅកាន់បរិសុទ្ធចំណាស់ម្នាក់នេះវិញគឺហាក់បីដូចជាកំពុងតែធ្វើសកម្មភាពចម្លែកយ៉ាងខ្លាំងដែលគាត់ស្លៀកពាក់ឈុតខ្មៅយ៉ាងជិតហើយកាន់វ៉ាលីដ៏ធំមួយហាក់បីដូចជាមានរបស់សំខាន់អ្វីដែលលាក់បាំងនៅក្នុងនោះរួចក៏បានដើរចេញបាត់តាំងគួរឲ្យសង្ស័យមែនតើសាច់រឿងក៏បានមកដល់ម៉ាតមួយកន្លែងបរិសុទ្ធស្លៀកពាក់ខ្មៅម្នាក់នោះបានទៅគាស់ឡានរបស់បរិសុទ្ធម្នាក់ដែលទើបតែនឹងដើរចូលទៅក្នុងម៉ាតមិញហ្នឹងរួចគេក៏បានសង្ងំនៅខាងក្រោយឡានរបស់បរិសុទ្ធម្នាក់នោះមិនត្រឹមតែប៉ុណ្ណោះទាំងអស់គ្នាបរិសុទ្ធស្លៀកពាក់ខ្មៅនេះក៏បានយកថង់ខ្មៅដែលទុកត្រឹមតែប្រឡោះភ្នែកតែប៉ុណ្ណោះយកមកពាក់នៅនឹងក្បាលដែលមើលទៅគឺគួរឲ្យខ្លាចមែនតើភ្លាមនោះបរិសុទ្ធជាម្ចាស់ឡាននោះក៏បានដើរចូលមកក្នុងឡានវិញហើយបើកឡានជាធម្មតាដែលគេអត់បានដឹងនោះទេថាខ្លួននឹងលេងបានឃើញពិភពលោកនេះតទៅទៀតហើយនៅពេលដែលម្ចាស់ឡានបានមកដល់កន្លែងដែលរថភ្លើងកំពុងតែឆ្លងកាត់បរិសុទ្ធស្លៀកពាក់ឈុតខ្មៅនេះក៏បានងើបមកហើយបានយករបស់អ្វីមួយយ៉ាងមករត់ក៏បរិសុទ្ធម្នាក់ដែលជាម្ចាស់ឡាននឹងរហូតឲ្យសន្លប់បានបន្ទាប់មកយើងក៏បែរជាឃើញកន្លែងដ៏ស្ងាត់មួយដែលគ្របដណ្ដប់ដោយព្រិលតកគឺឃាតករម្នាក់នេះក៏បានយកបរិសុទ្ធដែលជាម្ចាស់ឡាននឹងយកមកព្យួរជើងឡើងលើហើយអីដែលនឹកស្មានមិនដល់នោះបរិសុទ្ធស្លៀកឈុតខ្មៅនេះក៏បានយកកាំបិតដ៏មុតស្រួចមួយយកមកចាក់ចំបំពង់កបរិសុទ្ធដែលជាម្ចាស់ឡាននេះដែលធ្វើឲ្យបាញ់ឈាមមកយ៉ាងច្បាស់ហើយឃាតករនេះវាក៏បានយកដបមួយយ៉ាងធំយកមកត្រង់ឈាមឡើងពេញតែម្ដងដែលបើយើងមើលពីសកម្មភាពរបស់ឃាតករម្នាក់នេះហាក់បីដូចជាមិនញញើតទាល់តែសោះដែលបានន័យថាគេដូចជាធ្លាប់ធ្វើបែបនេះដាក់ជនរងគ្រោះឲ្យច្រើនអ្នកមកហើយយ៉ាងចាំងនៅពេលដែលត្រង់ឈាមពេញភ្លាមដោយសារតែភាពមិនប្រយ័ត្នធ្វេសប្រហែសឃាតករម្នាក់នេះក៏បានចំពប់ជើងហើយឈាមដែលទើបនឹងត្រង់បាននោះក៏កំពប់អស់យ៉ាងច្រើនរុងពេជ្រនោះដោយសារតែឃើញឡានប៉ូលីសមកដល់ផងឃាតករនោះក៏បានយកឈាមដែលនៅសល់តែបន្តិចបន្តួចនេះរត់យ៉ាងលឿនហើយទុកសពជនរងគ្រោះនោះព្យួរជើងឡើងលើស្លាប់នៅនឹងកន្លែងតែម្ដងសាច់រឿងក៏កាន់មកឈុតបន្ទាប់នៅយប់មួយនោះក្មេងស្រីចម្លែកម្នាក់នេះក៏បានចេញទៅក្រៅហើយភ្លាមនោះក៏មានអ្នករត់ចូលគីងម្នាក់នៅពេលយប់បរិសុទ្ធម្នាក់នេះក៏បានឮសំឡេងចេញពី channel មួយហើយគេក៏ស្រាប់តែបានឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយដល់គួរអាណិតហើយក្មេងស្រីនឹងគឺជាក្មេងស្រីចម្លែកមួយនោះទាំងអស់គ្នាបរិសុទ្ធម្នាក់នេះក៏បានសួរទៅកាន់នាងថាក្មេងតូចមកអង្គុយអីនៅកន្លែងហ្នឹងមិនក៏អត់ទៅផ្ទះអញ្ចឹងក្មេងស្រីនេះឆ្លើយទាំងភាពឈឺចាប់ដែលធ្វើឲ្យបរិសុទ្ធម្នាក់នេះអាណិតមែនតើហើយក៏ចាប់បីនាងឡើងភ្លាមនោះក្មេងស្រីចម្លែកម្នាក់នេះក៏ស្រាប់តែហក់មកខំកបរិសុទ្ធម្នាក់នេះហើយបឺតឈាមគេឡើងអស់ពីខ្លួនតែម្ដង
ដែលយើងក៏ទើបតែបានដឹងថាក្មេងស្រីចម្លែកដែលទើបតែរើមករស់នៅក្បែរអាផាតមិនរបស់អូវែននឹងតាមពិតនាងគឺជាបិសាចចិញ្ចក់ឈាមហើយតែប្រិមត្តអរគ្នាមានបានកត់សម្គាល់ពីក្មេងស្រីចម្លែកម្នាក់នេះអត់គឺនាងមិនដែលដើរហើរពេលថ្ងៃនោះទេចេញបានតែពេលយប់គឺដោយសារតែបិសាចចិញ្ចក់ឈាមខ្លាចពលឺថ្ងៃដែលបើនាងហ៊ានតែត្រូវពលឺថ្ងៃតែបន្តិចនោះក្មេងស្រីម្នាក់នេះនឹងខ្លាយទៅជាភេទតែម្ដងសាច់រឿងក៏បានប្រាប់ឲ្យយើងដឹងទៀតថាបរិសុទ្ធចំណាស់ Thomas ម្នាក់នេះគឺតែងតែចាប់ជនរងគ្រោះដើម្បីសម្លាប់ត្រង់យកឈាមមកឲ្យក្មេងស្រីចម្លែកម្នាក់នោះផឹកធ្វើជាអាហារពីព្រោះថានាងគឺជាបិសាចចិញ្ចក់ឈាមបើសិនជាគ្មានឈាមទេក្មេងស្រីនេះប្រហែលជាគ្មានជីវិតរស់នៅលើពិភពលោកនេះទៀតនោះទេហើយមូលហេតុដែលនាងសម្លាប់បរិសុទ្ធដែលរត់ហាត់ប្រាណនោះដោយសារតែឪពុករបស់នាងទៅរកឈាមយូរខ្លាំងពេកនាងទ្រាំអត់បាននេះក៏ស្វែងរកមនុស្សបំពេញក្តីស្រេកឃ្លារបស់នាងតែម្ដងទៅនៅពេលដែលចិញ្ចក់ឈាមហើយសាកសពបរិសុទ្ធម្នាក់នោះក៏ទុកនៅកន្លែងហ្នឹងមកដល់ផ្ទះភ្លាមក្មេងស្រីនេះក៏ចាប់ផ្ដើមរៀបរាប់ប្រាប់ហេតុការណ៍ដែលនាងបានធ្វើមិញហ្នឹងបរិសុទ្ធចំណាស់ដែលមើលទៅហាក់ដូចជាឪពុកនាងក៏បានស្ដីបន្ទោសនាងយ៉ាងខ្លាំងដែលទុកសាកសពនៅនឹងកន្លែងគាត់ភ្លាមនោះដោយសារតែខ្លាចបែកការដឹងដល់ប៉ូលីសមកស៊ើបអង្កេតតាក់ទងនឹងសាកសពបរិសុទ្ធម្នាក់នោះតានេះក៏ស្រាប់តែចេញទាំងយប់ហើយក៏យកសាកសពបរិសុទ្ធម្នាក់នោះទៅទម្លាក់ចោលនៅក្នុងទឹកស្ទឹងដែលពោពេញដោយព្រិលតកហើយសកម្មភាពទាំងអស់នេះគឺគ្មាននរណាម្នាក់បានឃើញនោះទេចំណែកអាតានេះវិញគាត់អត់មានបានភ័យខ្លាចទៅនឹងរឿងទាំងអស់នេះឡើយហាក់បីដូចជាគាត់ធ្លាប់ធ្វើបែបនេះដាក់ជនរងគ្រោះឲ្យជាច្រើនមកអញ្ចឹងព្រឹកមួយនៅឯសាលារៀនអូវែនគេទៅសាលាសុកក៏ស្រាប់តែឃើញប៉ូលីសជាច្រើនបានមកអ៊ូអរឈូឆរនៅក្នុងសាលារបស់គេដែលយើងក៏ទើបតែបានដឹងថាបរិសុទ្ធដែលស្លាប់កាលពីយប់មិញនោះគឺជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីសាលាដែលអូវែនបានរៀននឹងនៅវេលាយប់មួយនោះពេលដែលអូវែនកំពុងតែលេង Rubik's Cube នេះក្មេងស្រីចិញ្ចក់ឈាមដ៏គួរខ្លាចម្នាក់នេះក៏បានចេញមកដោយជើងទទេហើយក៏បានមកនិយាយលេងជាមួយនឹងអូវែនដែលក្មេងស្រីម្នាក់នេះឆ្ងល់ថាតើអូវែនកំពុងតែលេងអ្វីដែលសំណួរបែបនេះទាំងអស់គ្នាគឺហាក់បីដូចជាក្មេងស្រីចម្លែកម្នាក់នេះមិនដែលឃើញ Rubik's Cube នោះឡើយនិយាយគ្នាចឡើងទើបក្មេងស្រីម្នាក់នេះក៏បានប្រាប់អូវែនថានាងឈ្មោះថាអាពីមានអាយុ12ឆ្នាំដោយយល់ពីគ្នាហើយពួកគេក៏សម្រេចចិត្តធ្វើជាមិត្តភក្តិនឹងគ្នាចាប់ពីពេលនេះតទៅដែលនៅត្រង់ឈុតមួយនេះការនិយាយស្ដីរបស់ក្មេងស្រីនឹងមិនមែនដូចជាក្មេងស្រីទូទៅអាយុ12ឆ្នាំធម្មតានោះទេនៅក្នុងថ្នាក់រៀនអូវែនកំពុងតែសរសេរអ្វីម្យ៉ាងដែលវាគឺជា Morse code ដែល Morse code នេះទាំងអស់គ្នាគឺជាសញ្ញាសម្គាល់សម្រាប់ធ្វើការតាក់ទងគ្នាជាសម្ងាត់ដោយមិនអាននរណាម្នាក់បានដឹងពីការឆ្លើយឆ្លងមួយនេះទេខណៈពេលដែលអូវែនកំពុងតែសរសេរពេលនោះ Kenny ដែលជាមេប៊ូលីនេះក៏បានឃើញហើយគេក៏ចង់ទៅធ្វើបាបអូវែននៅពេលដែលអូវែនចូលទៅក្នុងបន្ទប់ទឹកតែម្នាក់ឯងអាក្មេងនេះក៏បានសរសេរគំរាមអូវែនថាឯងបានសរសេរអីនៅលើសភៅមួយនោះឆាប់ឲ្យយើងមើលភ្លាមដោយសារតែអូវែនមិនព្រមឲ្យមើលក្មេងប្រុសចម្លើយម្នាក់នេះក៏បានយកដៃអង្តែនេះមកវាត់ចំមុខរបស់អូវែនយ៉ាងខ្លាំងរហូតដល់មានស្នាមជាប់អូវែនដោយសារតែភ័យខ្លាចនឹងការគំរាមផងនោះនៅពេលដែលមកដល់ផ្ទះគេមិនបាននិយាយអ្វីប្រាប់ការពិតដល់ម្ដាយរបស់គេនោះទេដោយគេកុហកថាគេមានគ្រោះថ្នាក់នៅ playground នៅក្នុងសាលារៀនបន្ទាប់មកអូវែនក៏បានមកជួបជាមួយនឹងអាប៊ីម្ដងទៀតដោយនាងក៏បានសួរថាមុខរបស់អូវែនកើតអីបានជាមានបងបិទរំរបួសបែបនេះដោយសារតែការមិនចង់លាក់បាំងអូវែនក៏បាននិយាយប្រាប់ការពិតតែម្ដងទៅថាមិត្តភក្តិរបស់គេវាធ្វើបាបនៅនឹងសាលាអាប៊ីឃើញដូចនេះក៏និយាយថាអូវែនកុំស្លូតអីគួរតែតបតទៅកាន់ក្មេងប៉ូលីសទាំងអស់នោះវិញទៅនាងនឹងចាំជួយគ្រប់យ៉ាងនិយាយរួចអូវែនក៏បានប្រកល់ Morse code មួយនេះទៅកាន់អាប៊ីដើម្បីឲ្យពួកគេអាចតាក់ទងគ្នាតាមរយៈជញ្ជាំងបន្ទោះរបស់ពួកគេដែលជាប់គ្នានោះកាត់មកឈុតបន្ទាប់គឺជាឈុតដែលតាឃាតករត្រូវជាឪពុករបស់អាប៊ីនេះចេញទៅសម្លាប់មនុស្សដើម្បីយកឈាមមកឲ្យអាប៊ីផឹកទៀតហើយភ្លាមនោះឃាតករនេះក៏បានលួចចូលសង្ងំនៅក្នុងឡានរបស់ជនរងគ្រោះដោយរាល់ដងតែឃាតករ Thomas ម្នាក់នេះនឹកស្មានថាវាគឺជាឱកាសដ៏ល្អដែលអាចនឹងសម្លាប់បុរសម្នាក់នេះបានហើយខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់ទៀតសុំដោយសារឡានជាមួយនឹងគេដែរដែលធ្វើឲ្យឃាតករម្នាក់នេះភ័យយ៉ាងខ្លាំងប៉ុន្តែ Thomas នៅតែបន្តធ្វើស្ងៀមដែលគ្មានកម្លាំងអីសូម្បីតែបន្តិចធ្វើដំណើរមកដល់ម៉ាតមកកន្លែងបរិសុទ្ធដែលជាម្ចាស់ឡាននោះក៏បានចុះទៅទិញរបស់មួយចំនួនដោយទុកឲ្យបរិសុទ្ធដែលសុំដោយសារនេះនៅក្នុងឡាននឹងតែម្នាក់ឯងនៅពេលដែលបរិសុទ្ធម្នាក់នេះចុះទម្លាក់កៅអីទៅក្រោយគេមានអារម្មណ៍ថាហាក់បីដូចជាទើអ្វីមួយយ៉ាងដល់ពេលដែលងាកមើលទៅក៏ស្រាប់តែឃើញស្បែកជើងនរណាម្នាក់មើលទៀតក៏បានឃើញឃាតករស្លៀកពាក់ឈុតខ្មៅហើយបិទមុខឡើងចិត្តដោយថង់ខ្មៅមួយនេះកំពុងតែសម្លឹងមើលមកកាន់គេហើយដេកលាក់ខ្លួននៅក្រោយឡានឃ
ឃើញដូចនេះបរិសម្នាក់នឹងភ័យខ្លាចមែនទែនក៏ព្យាយាមរត់ចេញពីក្នុងឡាននឹងដែរប៉ុន្តែដោយសារតែឃាតករដឹងខ្លួនទាន់វាក៏បានព្យាយាមសម្លាប់ហើយវាក៏បានលួចបាក់ឡានចេញទៅដែលធ្វើឲ្យបរិសដែលជាម្ចាស់ឡាននេះតាមអត់តនោះទេភ្លាមនោះដោយសារតែមានការបតែបតបគ្នានៅក្នុងឡានរវាងឃាតករនិងបរិសដែលជាជនរងគ្រោះនេះឃាតករនេះទប់អត់បាននេះក៏ស្រាប់តែរេចង្កូតហើយបើកធ្លាក់ផ្លូវដែលធ្វើឲ្យឡានមួយនេះក្លាប់យ៉ាងខ្លាំងគ្រោះថ្នាក់មួយនេះបានធ្វើឲ្យបរិសដែលជាជនរងគ្រោះនោះបានស្លាប់បាត់ទៅប៉ុន្តែតាឃាតករនេះនៅមិនទាន់ដាច់ខ្យល់ស្លាប់នោះឡើយភ្លាមនោះប៉ូលីសក៏បានមកដល់កន្លែងកើតហេតុមួយនេះ Thomas ដោយសារតែខ្លាចប៉ូលីសស៊ើបដឹងពីអត្តសញ្ញាណរបស់ខ្លួនឃាតករនេះក៏បានយកទឹកអាស៊ីតដែលបានត្រៀមទុកនោះយកមកស្រោចពីពេញមុខខ្លួនឯងយ៉ាងគួរឲ្យរំភើបគេស្រែកឈឺចាប់យ៉ាងខ្លាំងដែលហាក់បីដូចជាកំពុងតែលាក់បាំងនៅអត្តសញ្ញាណមុខមាត់របស់ខ្លួនឯងមិនឲ្យប៉ូលីសស៊ើបដឹងនោះទេខ្ញុំសូមកាត់បន្តិចទេទាំងអស់គ្នាមូលហេតុដែល Thomas គាត់សម្រេចចិត្តជះទឹកអាស៊ីតលើមុខខ្លួនឯងនេះគឺដោយសារតែគាត់មិនចង់ឲ្យប៉ូលីសស៊ើបដឹងពីប្រវត្តិរបស់គាត់និង Abby នោះទេហើយគាត់ក៏មិនចង់ឲ្យ Abby ត្រូវបានរកឃើញដោយប៉ូលីសនោះដែរបន្ទាប់មក Thomas ក៏ត្រូវបានក្រុមប៉ូលីសនិងក្រុមសង្គ្រោះនាំគេទៅកម្មមន្ទីរពេទ្យដែលសភាពរបស់គេគឺរលេះរលួយតែម្ដងហើយត្រង់ឈុតមួយនេះហើយគឺជាឈុតដែលបានបង្ហាញយើងឃើញតាំងតែពីដើមសាច់រឿងនោះហើយព័ត៌មាននៃការចាប់បានឃាតកររោគចិត្តនេះក៏ត្រូវបានផ្សព្វផ្សាយពីពេញផ្ទៃប្រទេសតែម្ដង Abby ក៏បានមើលព័ត៌មាននេះដែរនាងក្រោយពីដឹងថាឪពុករបស់ខ្លួនត្រូវបានចាប់បែបនេះនាងក៏បានរត់ឡើងយ៉ាងលឿនដើម្បីទៅមើលឪពុករបស់នាងដែលស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរដែល Abby នាងលឿនមែនតើហក់ឡើងទៅលើអញ្ចឹងមន្ទីរពេទ្យនៅខាងក្រៅបង្អួយឪពុករបស់នាង Thomas ដោយគ្រាន់តែឃើញ Abby មកមើលខ្លួនអញ្ចឹងតានេះក៏បានងើបចេញពីគ្រែសង្គ្រោះបន្ទាន់ទាំងផ្ទៃមុខនិងរាងកាយរលែរលួយ Abby ពេលនេះនាងមានអារម្មណ៍សោកសៅខ្លាំងមែនតើដោយសារតែឃើញពីភាពឈឺចាប់និងសភាពមុខមាត់ឪពុករបស់នាងព្រមទាំងការលះបង់របស់គាត់ដើម្បីជួយនាងជាច្រើនហើយរឿងដែលនឹកស្មានមិនដល់នោះឪពុករបស់នាងនេះក៏បានអង្វរ Abby ឲ្យបញ្ចប់ជីវិតរបស់គាត់ទៅ Abby ដោយមើលឃើញពីភាពឈឺចាប់របស់ឃាតករនេះ Abby ក៏បានសម្លាប់ Thomas ដោយខំកញ្ចឹងករបស់គាត់ហើយបឺតជញ្ជក់ឈាមឡើងអស់ភ្លាមនោះ Thomas ក៏បានធ្លាក់ចេញពីបង្អួចមន្ទីរពេទ្យនេះរហូតដល់ស្លាប់ដែលត្រង់កន្លែងនេះទាំងអស់គ្នាគឺជាឈុតដែលបានផ្សារភ្ជាប់តាំងតែពីដើមសាច់រឿងនោះគឺយើងបានឃើញមនុស្សម្នាក់ដែលរលែរលួយពេញខ្លួនត្រូវបានបញ្ជូនមកមន្ទីរពេទ្យនិងការដែលបរិសដែលជាឃាតករនេះលួចសម្លាប់ខ្លួនតាមបង្អួចប៉ុន្តែការពិតគាត់អត់មានបានលួចសម្លាប់ខ្លួននោះឡើយគឺ Abby ទៅវិញទេដែលបញ្ចប់ជីវិតរបស់គាត់ដោយបឺតជញ្ជក់ឈាមរហូតដល់ស្លាប់ចុះតើបន្ទាប់ពីឪពុករបស់នាងស្លាប់ទៅតែ Abby នឹងរស់នៅដូចម្ដេចបន្ទាប់ពីឆ្លងកាត់ភាពសោកសៅនោះមក Abby មានការតក់ស្លុតនិងច្បោកច្បល់យ៉ាងខ្លាំងចំពោះការបាត់បង់ឪពុករបស់នាងក្រោយមកនាងក៏បានលួចចូលទៅក្នុងបន្ទប់របស់ Evan តាមរយៈបង្អួចដែលនៅជាប់គ្នាខណៈពេលដែល Owen កំពុងតែគេងលក់ដោយបិទភ្នែកនាងក៏បានសួរ Owen ថា Owen ខ្ញុំអាចចូលបានឬអត់ភ្លាមនោះ Owen ក៏បានឲ្យនាងចូលប៉ុន្តែគេនិយាយទាំងបិទភ្នែកដែលសភាពរបស់នាងដើរចូលមកនឹងគឺមាត់ប្រឡាក់សុទ្ធតែឈាមគួរឲ្យខ្លាច Owen តាំងតែពីស្គាល់ Abby មកគេក៏មានចិត្តលើនាងហើយក៏បានសារភាពតែម្ដងថាគេគឺស្រឡាញ់នាងហើយសុំធ្វើជាមិត្តស្រីរបស់ខ្លួនតែម្ដងទៅដោយសារតែ Owen និយាយពីអារម្មណ៍ខ្លួនឯងមកកាន់នាងអញ្ចឹងនាងក៏យល់ព្រមតែម្ដងទៅរវាងស្នេហាក្មេងប្រុសដ៏ធម្មតាម្នាក់គឺបានលងស្រឡាញ់ទៅកាន់ក្មេងស្រីបីសារជញ្ជក់ឈាមទៅវិញត្រឡប់មកកាន់លោកប៉ូលីសម្នាក់នេះក្រោយពីស៊ើបដឹងពីបរិសដែលជាឃាតករត្រូវទឹកអាស៊ីម្នាក់នោះគាត់ក៏បានដឹងពីទំនាក់ទំនងរវាងឃាតករនិង Abby ហើយថែមទាំងដឹងទៀតថាឃាតករហើយនិង Abby នោះគឺជាជនចំណូលថ្មីដែលទើបតែរើមករស់នៅក្នុងអាផាតមិនក្បែរ Owen ហើយមូលហេតុដែលគាត់បានដឹងនោះដោយសារតែជនរងគ្រោះតែងតែត្រូវបានស្លាប់ដោយកញ្ចឹងករបស់គេមានស្នាមចង្កូមហើយឈាមឡើងអស់ពីខ្លួនតែម្ដងដែលរឿងរ៉ាវទាំងអស់នេះបានកើតឡើងគឺចាប់តាំងពី Thomas និង Abby រើមករស់នៅក្នុងទីក្រុងមួយនេះសាច់រឿងក៏កាត់មកកាន់ព្រឹកថ្ងៃមួយដែលសាលារៀនរបស់ Owen បាននាំសិស្សទាំងអស់គ្នាធ្វើដំណើរទៅកាន់បឹងទឹកកកមួយកន្លែងភ្លាមនោះ Owen ក៏បានចូលលេងតែឯងសុកប៉ុន្តែក្មេងប៊ូលីទាំងអស់នេះព្យាយាមមកចង់ធ្វើបាប Owen ម្ដងទៀតប៉ុន្តែដោយសារតែ Owen ចង់សងសឹកផងនោះ Owen ក៏បានយកដែកមួយនេះមកវាយចំត្រចៀករបស់ Kenny ដែលធ្វើឲ្យត្រចៀករបស់គេប្រេះបែកជាពីរតែម្ដងហេតុការណ៍មួយនេះក៏ត្រូវបានមើលឃើញដោយគ្រូបង្រៀនកីឡារបស់ពួកគេដោយសារតែឃើញអត់ស្រួល
គាត់រៀបនឹងទៅមើលពីហេតុការណ៍មួយហ្នឹងប៉ុន្តែមិនទាន់ទាំងបានដើរចេញផងក៏ស្រាប់តែឮសំឡេងក្មេងស្រីម្នាក់ស្រែកឡើងខ្លាំងដោយសារតែនាងបានឃើញសាកសពរបស់បុរសម្នាក់ស្លាប់ជាប់ទៅក្នុងទឹកកកដែលសាកសពមួយនេះដែរគឺជាសាកសពជនរងគ្រោះដែល Thomas បានយកទៅចោលនៅក្នុងទឹកស្ទឹងមួយនោះដែល Abby បានជជុះឈាមនៅក្នុងរូងក្រោមដៃនោះទាំងអស់គ្នាដែលបុរសម្នាក់នោះហើយគឺជាសិស្សដែលទើបតែបញ្ចប់ការសិក្សានៅសាលារបស់ Owen រៀនពេលមកដល់សាលារៀនវិញ Owen ក៏ត្រូវបានខាងនាយិកាម្នាក់នេះមកទូមានស្ដីអប់រំពីរឿងដែលគេបានវាយ Kenny រហូតធ្វើរបួសទៅជាប៉ុន្តែ Owen មិនមានរឿងអ្វីធ្ងន់ធ្ងររហូតដល់ដេញចេញពីសាលារៀននោះឡើយក្រោយមកដោយស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីករណីឃាតកម្មមួយនេះលោកប៉ូលីសនេះក៏បានមកស៊ើបសួរតម្រុយពីម្ដាយរបស់ Owen ហើយគាត់ក៏បានសង្ស័យថាអាចគឺជាអំពើឃាតកម្មរបស់ឪពុក Abby ដែលបានធ្វើដែលគាត់មកទីនេះគឺចង់សួរពីក្មេងស្រីដែលឈ្មោះ Abby នោះបន្ទាប់ពីនិយាយជាមួយម្ដាយ Owen ហើយលោកប៉ូលីសម្នាក់នេះក៏បានទៅគូទ្វារបន្ទប់របស់ Abby វិញម្ដងប៉ុន្តែនាងមិនព្រមបើកទ្វារនោះឡើយនៅយប់មួយនោះ Owen ក៏បាននាំ Abby ទៅមើលបន្ទប់ក្រោមដីនៃអាផាតមិនដែលគេកំពុងតែរស់នៅនេះដែលវាគឺពិតជាគួរឲ្យខ្លាចមែនទែនចូលមកដល់ខាងក្នុងភ្លាម Owen ដែលចង់ surprise Abby គេក៏បានអាមរៀមដៃខ្លួនឯងដែលធ្វើឈាមហូរតក់ស្រក់នៅលើក្តារ Abby នេះដែលជាក្មេងស្រីបិសាចជញ្ជក់ឈាមដោយគ្រាន់តែឃើញឈាមភ្លាមនាងក៏បានស្ទុះអោនទៅលើឈាមដែលស្រក់នៅលើក្តារមួយនោះហើយផ្ទៃមុខរបស់នាងក៏បានប្រែក្លាយទៅជាក្មេងស្រីបិសាចមួយរំពេចនាងក៏និយាយទាំងកំហឹងថាឆាប់ចេញឲ្យលឿនឆាប់ចេញឲ្យឆ្ងាយពីយើងភ្លាមទៅភ្លាមនោះនាងក៏បានរត់យ៉ាងលឿនសំដៅទៅតោងមេឈើដែលប្រៀបដូចជាបិសាចដូចនេះដែរភ្លាមនោះក៏មានគូស្នេហ៍មួយគូនារីម្នាក់នេះមានឈ្មោះថា Virginia ព្រមទាំងមិត្តប្រុសរបស់នាងដែលមានឈ្មោះថា Larry ជាអ្នកដែលបានរស់នៅក្នុងអាផាតមិនក្បែរ Owen ផងដែរកំពុងតែបណ្ដាឆ្កែកាត់ព្រើទឹកកកភ្លាមនោះ Abby ដែលកំពុងតែតោងមេឈើដូចជាបិសាចនេះក៏ស្រាប់តែហក់សង្កត់លើ Virginia ហើយក៏បានខំទាញបំពង់កនិងបើជញ្ជក់ឈាមយ៉ាងគួរឲ្យរន្ធត់ដែលទុកឲ្យ Virginia នៅសល់តែដង្ហើមទឹកតែប៉ុណ្ណោះ Larry ដែលជាមិត្តប្រុសរបស់ Virginia ក៏បានដេញតាម Abby ប៉ុន្តែកុំសង្ឃឹមថារត់ទាន់ហើយសោះនាងក៏បានរត់យ៉ាងលឿនហើយផ្លោះរបងចេញទៅបាត់ដោយទុកឲ្យ Virginia ដេកនៅក្នុងថ្លុកឈាមតែម្នាក់ឯងហេតុការណ៍ដ៏រន្ធត់មួយនេះត្រូវបានមើលឃើញដោយ Owen ហើយគេក៏បានដឹងហើយថា Abby ដែលជាមិត្តស្រីរបស់គេមកនោះគឺជាបិសាចជញ្ជក់ឈាមដ៏សាហាវដោយមានការសង្ស័យទៅលើ Abby កាន់តែខ្លាំង Owen ក៏បានដើរសម្ដៅទៅកាន់ផ្ទះរបស់ Abby ហើយក៏បានសួរនាងថា Abby នាងគឺជាបិសាចជញ្ជក់ឈាមមែនអត់ Abby ក៏បានតបវិញថាខ្ញុំត្រូវការឈាមដើម្បីរស់ Owen ក៏បានសួរសំណួរចាក់ដោតមួយទៀតថានាងមានអាយុប្រមាណហើយ Abby ក៏បានឆ្លើយវិញថានាងមានអាយុ12ឆ្នាំប៉ុន្តែនាងក៏និយាយបន្ថែមទៀតថានាងមានអាយុ12ឆ្នាំហ្នឹងតាំងតែពីយូរណាស់មកហើយបន្ទាប់ពីដឹងរឿងរ៉ាវអស់ហើយ Owen ក៏បន្ថែមថាឪពុករបស់នាងណានាងក៏បានឆ្លើយវិញថាគេមិនមែនជាឪពុករបស់ខ្ញុំនោះទេភ្លាមនោះ Owen ក៏បានដើរទៅមើលរបស់ដែល Abby ដាក់រីប៉ែនៅលើតុហើយក៏បានឃើញរូបថតរបស់ Abby ដែលមើលទៅដូចជារូបថតនឹងតាំងតែពីយូរណាស់មកហើយដែលរូបថតនេះផងដែរគឺជារូបថតរបស់ Abby ដែលថតជាមួយនឹងក្មេងប្រុសម្នាក់ដែលមើលទៅដូចជា Thomas គឺជាគិតកោស្លៀកពាក់ឈុតខ្មៅនោះនៅពីក្មេងយ៉ាងចឹងហើយពួកគេហាក់បីដូចជាបានស្រឡាញ់គ្នាតាំងពីក្មេងផងដែរដែលនៅត្រង់ឈុតមួយនេះបានធ្វើឲ្យយើងដែលជាអ្នកទស្សនានេះភ្ញាក់ផ្អើលមែនតើថាឃាតករស្លៀកពាក់ឈុតខ្មៅហើយយកទឹកអាស៊ីតមកស្រោចលើមុខខ្លួនឯងនោះគឺជាក្មេងប្រុសដែលថតជាមួយនឹង Abby តាំងតែពីពួកគេនៅក្មេងប៉ុន្តែដោយសារតែ Abby គឺជាក្មេងស្រីបិសាចជញ្ជក់ឈាមធ្វើឲ្យនាងនៅតែជាក្មេងស្រីអាយុ12ឆ្នាំដដែលហើយក្មេងប្រុសដែលនៅក្នុងរូបថតនេះវិញគេកាន់តែចាស់ទៅដែលយើងបាននឹកស្មានថាគឺជាឪពុករបស់ Abby តាំងតែពីដើមសាច់រឿងមកប៉ុន្តែដោយសារតែចង់ឲ្យក្មេងស្រីដែលខ្លួនស្រឡាញ់នេះ Thomas គេសុកចិត្តដាស់សម្លាប់មនុស្សដើម្បីយកឈាមមកឲ្យ Abby ផឹកដើម្បីឲ្យនាងរស់បន្តទៀតហើយគេអត់មានបានគិតអ្វីពីខ្លួនឯងសោះឡើយ Owen គ្រាន់តែឃើញបែបនេះភ្លាមគេមានការភ័យតក់ស្លុតជាខ្លាំងហើយក៏បានចេញពីបន្ទប់របស់ Abby យ៉ាងលឿនដោយសារតែគេខ្លាច Abby ខំបឺតជញ្ជក់ឈាមគេម្នាក់ទៀតត្រឡប់មកកាន់មន្ទីរពេទ្យដែល Virginia កំពុងតែសង្គ្រោះបន្តអាណាវិញលោកប៉ូលីសប្រចាំតំបន់ម្នាក់នេះក៏បានមកស៊ើបសួរមិត្តប្រុសរបស់នាង Larry ក៏បានប្រាប់ថាឃាតករនោះគឺជាក្មេងស្រីម្នាក់ប៉ុន្តែអត់មានស្បែកជើងទេហើយជើងរបស់នាងគឺសុទ្ធតែស្នាមរបួសលោកប៉ូលីសម្នាក់នេះក្រោយពីបានដឹងពីភិនភាគក្មេងស្រីនោះហើយគាត់ក៏បានប្រាប់ទៅកាន់ Larry វិញថាឃាតករដែលស្លៀកពាក់ឈុតខ្មៅជះទឹកអាស៊ីតស្លាប់នោះព្រមទាំងក្មេងស្រី Abby នោះ
គឺជាឪពុកកូននឹងគ្នាដែលរស់នៅក្បែរ apartment របស់ពួកគេនឹងឯងហើយគាត់ក៏និយាយទៀតថាពួកគេទាំងពីរនេះគឺជាប់ពាក់ព័ន្ធទៅនឹងសាសនាបិសាចអរិយសាតាំងគ្រប់សាកសពដែលគាត់បានរកឃើញគឺសុទ្ធសឹងតែមានភិនភាគដូចគ្នាទាំងអស់គឺថាសាកសពទាំងអស់ហ្នឹងត្រូវបានគេបង្ហូរឈាមអស់ពីខ្លួនហើយនៅកញ្ចឹងកសាកសពនោះគឺមានស្នាមចង្កូមតូចៗពីរដែលអាចជាចង្កូមរបស់កូនក្មេងក៏ថាបានត្រង់កន្លែងមួយនេះគឺលោកប៉ូលីសម្នាក់ហ្នឹងបានដឹងកាន់តែច្បាស់ហើយថា Abby នេះគឺជាក្មេងស្រីបិសាចជញ្ជក់ឈាមពេលដែលកំពុងតែនិយាយគ្នាចុះឡើង Virginia ដែលត្រូវបាន Abby ខាំនេះក៏ស្រាប់តែបានប្រែក្លាយទៅជាបិសាចជញ្ជក់ឈាមហើយនាងក៏បានខំទាញសរសៃដៃរបស់ខ្លួនឯងយកមកជញ្ជក់យកតែម្ដងគឺហាក់ដូចជាកំពុងតែស្រេកឃ្លានឈាមយ៉ាងខ្លាំងភ្លាមនោះគិលានុបដ្ឋាយិកាម្នាក់ក៏បានចូលទៅប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ទៅនឹងសកម្មភាពរបស់ Virginia នោះទេពេទ្យស្រីម្នាក់នេះក៏បានបើកទាញវាំងននបង្អួចរហូតធ្វើឲ្យពន្លឺថ្ងៃជះចូលមកលើរាងកាយរបស់ Virginia ដែលធ្វើឲ្យនាងក៏ស្រាប់តែឆេះខ្លោចក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅមួយរំពេញហើយក៏បានឆាបឆេះស្លាប់ទាំងគិលានុបដ្ឋាយិកាម្នាក់នោះផងដែរម្នាក់គឺភ័យតក់ស្លុតមែនទែនបន្ទាប់ពីរឿងរ៉ាវសោកនាដកម្មកើតឡើងរួចមកកាត់មកកាន់ Owen វិញនៅពេលដែលគេកំពុងតែនៅក្នុងផ្ទះតែម្នាក់ឯងហើយមើលព័ត៌មានដែល Virginia និងពេទ្យស្រីម្នាក់ត្រូវបានភ្លើងឆេះស្លាប់នោះស្រាប់តែ Abby ក៏បានមកគួរទ្វារ Owen ហើយ Owen ក៏បែរជាឲ្យនាងចូលមកប៉ុន្តែភ្លាមនោះម្ដាយ Owen ក៏បានមកដល់ផ្ទះល្មម Abby ក៏បានរត់យ៉ាងលឿនចេញពីផ្ទះរបស់ Owen តាមបង្អួចបាត់មុនពេលដែលម្ដាយរបស់ Owen ឃើញនាងនៅថ្ងៃបន្ទាប់មកទៀតសាច់រឿងក៏កាត់ឲ្យយើងឃើញថាបង្អួច apartment របស់ Abby និង Owen បានបិទពេញដោយក្តារឡាំងនិងកាសែតទាំងអស់នេះគឺហាក់បីដូចជាមិនចង់ឲ្យពលឺថ្ងៃជះចូលទៅខាងក្នុងនោះទេដែលរូបភាពមួយនេះត្រូវបានមើលឃើញដោយលោកប៉ូលីសម្នាក់នេះភ្លាមនោះដោយសារតែចង់ដឹងរឿងរ៉ាវពិតប្រាកដលោកប៉ូលីសនេះក៏បានទៅគូសទ្វារបន្ទប់របស់ Owen ក៏បានដឹងភ្លាមថានោះគឺជាលោកប៉ូលីសហ្នឹងហើយគេក៏មានការភ័យខ្លាចជាខ្លាំងហើយក៏បានរត់ទៅពូននៅគៀនជាងលោកប៉ូលីសម្នាក់នេះគាត់សង្ស័យមែនតើក៏ធាក់ទម្លុះទ្វារចូលទៅហើយក៏បានស្វែងរក Owen និង Abby ប៉ុន្តែមិនបានឃើញពួកគេទាំងពីរនោះឡើយដោយសារតែងងឹតខ្លាំងពេកលោកប៉ូលីសនេះក៏បានហែកក្តារដែលបិទមាត់បង្អួចនេះចេញទាំងអស់ហើយគាត់ក៏ស្រាប់តែឃើញសម្បត្តិដែល Abby សរសេរមកកាន់ Owen ថានាងកំពុងតែគេនៅក្នុងបន្ទប់ទឹកកុំឲ្យ Owen ចូលមកអីក្រោយពីដឹងហើយលោកប៉ូលីសម្នាក់នេះក៏បានដើរទៅរកក្មេងស្រី Abby ដោយដៃកាន់កាំភ្លើងតម្រង់ទៅបន្ទប់ទឹកក្នុងផ្ទះរបស់ Owen ហើយគាត់ក៏បានបើកទ្វារបន្ទប់ទឹកនោះមួយយឺតស្របពេលនោះដែរលោកប៉ូលីសម្នាក់នេះក៏បានឃើញភួយមួយយ៉ាងក្រាស់កំពុងតែគ្របអ្វីមួយយ៉ាងមិនដឹងនោះទេដោយសារតែភាពឆ្ងល់របស់គាត់នេះហើយគាត់ក៏បានបើកភួយនោះទៅហើយគាត់ក៏បានដឹងថាពិតជាមានក្មេងស្រីបិសាចជញ្ជក់ឈាម Abby នេះកំពុងតែដេកលក់នៅកន្លែងហ្នឹងមែនភ្លាមនោះគាត់ក៏បានទាញក្តារកែតដែលបិទជាប់បង្អួចនោះចេញទាំងអស់ដែលធ្វើឲ្យពន្លឺថ្ងៃជះចូលប៉ះចំជើងរបស់ Abby មួយផ្លែតតែប៉ុណ្ណោះជើងរបស់នាងក៏ស្រាប់តែរលាកយ៉ាងខ្លាំងភ្លាមនោះ Owen ក៏បានចេញមកហើយក៏ស្រែកថាលោកប៉ូលីសទេលោកប៉ូលីសឈប់សិនរំពេចនោះដោយសារតែភ្ញាក់នឹងសម្លេងរបស់ Owen គាត់ក៏បានតម្រង់កំភ្លើងទៅកាន់ Owen វិញហើយភ្លេចខ្លួនផងនោះក្មេងស្រី Abby ដែលកំពុងតែគេងលង់លក់នេះក៏ស្រាប់តែហក់មកសង្គ្រោះខំវាយប្រហារដោយខំបំពង់កលោកប៉ូលីសម្នាក់នេះធ្វើឲ្យឈាមបែកខ្ចាយខ្ទាតពេញបន្ទប់ទឹកទាំងអស់ Owen ឃើញហើយមានការតក់ស្លុតយ៉ាងខ្លាំងមុនពេលដែលខ្យល់ស្លាប់លោកប៉ូលីសនេះក៏បានសុំឲ្យ Owen ជួយខ្លួនផងប៉ុន្តែ Owen មិនបានជួយនោះឡើយហើយក៏មិនតបតអ្វីទាំងអស់ដោយត្រឹមតែឈរមើលទាំងភាពតក់ស្លុតគឺដោយសារតែគេស្រឡាញ់និងអាណិត Abby ដោយ Owen ក៏បានសម្រេចចិត្តបិទទ្វារហើយឲ្យ Abby ខំជញ្ជក់ឈាមលោកប៉ូលីសនេះដើម្បីបញ្ចប់ជីវិតរបស់គាត់តែម្ដងទៅបន្ទាប់ពីរឿងរ៉ាវគួរខ្លាចបានកើតឡើងនៅក្នុងបន្ទប់ទឹកមួយនេះរួច Abby ក៏បានចេញមកទាំងសភាពរបស់នាងប្រឡាក់សុទ្ធតែឈាមហើយក៏បានឈរអោប Owen ពីក្រោយដោយនិយាយថា Owen ខ្ញុំនឹងចេញឲ្យឆ្ងាយពីទីនេះហើយនាងក៏បានថាប Owen ជាលើកចុងក្រោយយប់នោះនាងក៏បានចាកចេញពី Owen បាត់ទៅប៉ុន្តែគេអត់បានប្រាប់ជានោះទេថា Abby នាងចាកចេញទៅជាមួយនឹងអ្នកណានៅយប់ថ្ងៃបន្ទាប់គឺនៅសាលារៀនរបស់ Owen គឺជាម៉ោងកីឡាហែលទឹកគ្រូកីឡារបស់គេក៏បានមកបង្រៀន Owen ពីរបៀបហែលទឹកភ្លាមនោះពួកក្មេងប៊ូលីទាំងអស់ហ្នឹងដោយសារតែខឹង Owen កាលពីថ្ងៃមុនដែលវាយគេបាយតិចនេះចង់ត្រឡប់មកសងសឹកដោយពួកគេក៏បាននាំគ្នាដុតភ្លើងឲ្យឆេះនៅខាងក្រៅដែលធ្វើឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅហើយពួកនឹងក៏បានស្រែកយ៉ាងខ្លាំងថាមានភ្លើងឆេះ
មានភ្លើងឆេះសូមជួយទៅមើលផងរំពេចនោះលោកគ្រូបង្រៀនកីឡាម្នាក់នេះក៏បានចេញទៅផ្នែកខាងក្រៅយ៉ាងលឿនដោយទុកឲ្យអូវែននៅក្នុងអាងទឹកមួយនេះតែម្នាក់ឯងឃើញឱកាសល្អបែបនេះពួកក្មេងប៊ូលីទាំងអស់នេះក៏បាននាំគ្នាស្រែកដេញសិស្សសាលាផ្សេងទៀតឲ្យចេញពីអាងហែលទឹកទាំងអស់ដោយឃើញហេតុការណ៍អត់ស្រួលបែបនេះអូវែនក៏បានរត់ចាក់ចេញយ៉ាងលឿនពីកន្លែងនឹងដែរពីព្រោះអូវែនដឹងថាពួកក្មេងទាំងអស់នោះនឹងមកធ្វើបាបគេនេះហើយប៉ុន្តែមិនទាន់តែបានកិច្ចផុតផងពួកក្មេងប៊ូលីទាំងអស់នោះក៏បានចាប់ទាញជើងរបស់អូវែនហើយក៏ចាប់បោះទម្លាក់គេចូលទៅក្នុងអាងទឹកដ៏ជ្រៅមួយហ្នឹងភ្លាមនោះក្មេងប្រុសម្នាក់នេះក៏ចង់មកសងសឹកជំនួសខេនីគេក៏ចាប់បោយសិស្សអូវែនហើយក៏ស្រាប់តែដកទាញយកកំបិតមួយដើម្បីមកគំរាមគេថាបើឯងអត់ដង្ហើមក្រោមទឹកនេះរយៈពេល3នាទីយើងនឹងកាត់ថ្ពាល់របស់ឯងប៉ុន្តែបើឯងធ្វើមិនបានទេយើងនឹងខ្វះភ្នែករបស់ឯងហើយកាត់ត្រចៀករបស់ឯងទៀតផងនិយាយចប់តែត្រឹមនេះអាក្មេងឆ្លើយណាស់ក៏ចាប់ជាមួយក្បាលអូវែនចូលទៅក្នុងអាងហែលទឹកហើយព្យាយាមបង្អត់ដង្ហើមអូវែនរហូតដល់ស្លាប់ក្មេងប៊ូលីប្រមាណអ្នកទៀតដោយសារតែខ្លាចអូវែនអត់ដង្ហើមស្លាប់គេក៏បានប្រាប់ឲ្យក្មេងឆ្លើយម្នាក់នេះឈប់ទៅប៉ុន្តែអាក្មេងជំលើយម្នាក់នេះវាអត់ព្រមឈប់ត្រឹមនេះទេហើយស្រែកទៅកាន់ពួកក្មេងទាំងអស់នោះថាឯងឆាប់បិទមកភ្លាមទៅរួចគេក៏នៅតែបន្តជាមួយក្បាលអូវែនបន្តទៀតនៅពេលដែលអូវែនរៀបនឹងដាច់ខ្យល់ស្លាប់នៅក្នុងអាងទឹកមួយនេះហើយក៏ស្រាប់តែគេបានឮសំឡេងចម្លែកអ្វីមួយពីលើផ្ទៃទឹកមកហើយឈាមក៏ស្រាប់តែហូរស្រោចស្រពពេញនៅក្នុងអាងទឹកមួយហ្នឹងដែលបំណៃសាកសពបំណៃក្បាលក៏បានបែកដាច់ជាពីរហើយធ្លាក់ចូលមកក្នុងអាងទឹកហ្នឹងអូវែនក៏បានងើបយ៉ាងលឿនចេញពីអាងទឹកមួយហ្នឹងហើយគេក៏បានដឹងដែរថាអាប៊ីកំពុងតែវាប្រហារក្មេងទាំងអស់នេះឲ្យស្លាប់ទាំងអស់គ្នាគឺអាប៊ីពេលនេះបានមកជួយអូវែនដោយដែលនាងបានសន្យាថាបើសិនជាមាននរណាម្នាក់មកធ្វើបាបអូវែនទៀតនាងនឹងជួយគេឲ្យដល់ទីបញ្ចប់ហើយចុងក្រោយក្មេងៗទាំងអស់នោះក៏ទៅស្លាប់ដោយដាច់សាកសពជាបំណែកធ្លាក់ចូលក្នុងអាងទឹកនោះស្លាប់គ្រប់គ្នាកាត់មកឈុតបន្ទាប់គឺជាឈុតដែលអូវែនកំពុងតែជិះរថភ្លើងដោយមានឡានឈើដ៏ធំមួយបិទជិតបន្ទាប់មកអ្នកពិនិត្យសម្បត្តិនៅលើរថភ្លើងមួយនេះក៏បានឃើញឡានឈើដ៏ធំមួយនេះហើយក៏បានសួរទៅកាន់អូវែនថាឡានមួយនេះគឺជារបស់អូវែនមែនអត់អូវែនក៏បានឆ្លើយថាប៉ិតមែនហើយវាគឺជារបស់ខ្ញុំអ្នកពិនិត្យម្នាក់នេះក្រោយពីសួរហើយគេក៏បានដើរចេញទៅបាត់ដើរចេញបានតែបន្តិចអូវែនក៏ញញឹមតែម្នាក់ឯងហើយក៏បានគោះលើឡានឈើមួយនោះដោយសញ្ញាសម្គាល់អ្វីមួយគឺហាក់បីដូចជាកំពុងតែមានរបស់អ្វីមួយយ៉ាងសំងំលាក់ខ្លួននៅក្នុងឡានឈើដ៏ធំមួយនេះយ៉ាងចាំងហើយខ្សែភាពយន្ត Let Me In 2010ក៏ត្រូវបានបញ្ចប់តែត្រឹមនេះយ៉ាងម៉េចដែរប្រិមត្តអរគ្នាបន្ទាប់ពីទស្សនាខ្សែភាពយន្តមួយនេះតើប្រិមត្តយល់បែបណាដែរបើចំពោះខ្ញុំយល់ថានៅចុងបញ្ចប់នៃសាច់រឿងមួយនេះឡាំងឈើដែលអូវែនយកមកជាមួយនោះគឺជាអាប៊ីដែលនាងកំពុងតែលាក់ខ្លួននៅក្នុងហ្នឹងគឺនាងខ្លាចពលឺថ្ងៃអត់ហ៊ានចេញមកនោះទេហើយខ្ញុំក៏បានដឹងទៀតថាខ្សែជីវិតរបស់អូវែនក៏មិនខុសអីប៉ុន្មានពី Thomas ឃាតករស្លៀកពាក់ឈុតខ្មៅដែលជះទឹកអាស៊ីតលើខ្លួនឯងនោះដែរគឺគេសុកចិត្តរួមរស់ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យតែបានរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ហើយប្រិយមិត្តទាំងអស់គ្នាក៏បានដឹងដែរថាអាប៊ីនៅតែជាក្មេងស្រីអាយុ12ឆ្នាំជាដរាបប៉ុន្តែបើចំពោះអូវែនវិញគេនឹងប្រែក្លាយទៅជាក្មេងប្រុសហើយវិវត្តទៅជាមនុស្សចាស់ដូចជា Thomas អញ្ចឹងនឹងត្រូវស្វែងរកឈាមឲ្យអាប៊ីដល់ថ្ងៃបញ្ចប់អូខេប្រិយមិត្តអរគ្នាបើសិនជាប្រិយមិត្តអរគ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតជម្រាបលាបាយបាយ